យុវជននេះបានបុកចូលទូបលក់វត្ថុបុរាណដោយសារតែហ្វ្រាំងរថយន្តខូចនោះក៏ដោយសារតែហូឌូហ្វូបានស្រូបយកធម៌ពលវិញ្ញាណពីគុជទេព9ភ្នែកបែរជាភ្នាក់ដឹងខ្លួននៅមាសនេត្រាដោយមិនបានរំពឹងទុកមិនត្រឹមតែទទួលបានសមត្ថភាពមើលឃើញគ្រប់យ៉ាងនោះទេថែមទាំងអាចបែងចែកវត្ថុបុរាណពិតឬคล้ายៗបានទៀតផងតែគាត់មិនទាន់បានសប្បាយចិត្តនៅឡើយម្ចាស់ហាងក៏បានមកទារសំណងពីគាត់យ៉ាងកម្រោល10សេរ៉ាមិកខាងសានឆៃជាគំរូមានតម្លៃត្រឹម50យន្តរបស់ហាងនេះគឺជារបស់คล้ายៗសុទ្ធសាធឯងហ៊ានយកថ្លៃខ្ញុំទៀតថ្លៃបំផុតត្រឹម50យន្តប៉ុណ្ណោះកូនក្មេងខាងសានឆៃរបស់ខ្ញុំនេះជាវត្ថុបុរាណកុំចង់មិនសងហើយនិយាយថាជារបស់คล้ายៗនរណាទៅដឹងយុវជននោះក៏បានរើសយកបំណែកមួយប្រាប់អ្នករាល់គ្នាថានៅលើនេះមានបោះពុម្ពពាក្យផលិតនៅអ៊ីវូជាក់ស្ដែងវាគ្រាន់តែជាវត្ថុសិប្បកម្មសម័យទំនើបប៉ុណ្ណោះម្ចាស់ហាងនេះច្បាស់ជាបោកប្រាស់អ្នកដទៃហើយប្រសិនបើវត្ថុសិប្បកម្មរបស់ខ្ញុំមានតម្លៃដល់80000អញ្ចឹងខ្ញុំយកចាននៅផ្ទះខ្ញុំមកបើចង់បានច្រើន40000ក៏បានដែរម្ចាស់ហាងលោកទិញអត់ម្ចាស់ហាងឯហើយក៏ចង់ស្ដីបន្ទោសយុវជននោះនរណាទៅដឹងពេលគាត់គេខ្លួនក៏ស្រាប់តែឃើញនៅលើទូកនោះមានរូបចម្លាក់មួយរូបអ្នកក្រីក5ក្រញាំតម្លៃ800,000ពេលនោះយុវជនបានប្រាប់ថៅកែថាខ្លួនព្រមទិញរូបចម្លាក់នេះប៉ុន្តែរឿងមុននេះគឺជារឿងចុងក្រោយតែនឹកស្មានមិនដល់ថៅកែបែរជាទៀតថ្លៃដល់2000យន្តអីគេថាខ្ញុំអកុសល2000ក៏2000ទៅថៅកែនេះមិនស្គាល់របស់ល្អទេហឺនេះជារូបអ្នកក្រីក5ក្រញាំតម្លៃ800,000ណែណោះបានចំណេញហើយភ្លាមនោះយុវជនក៏បានយកកំណប់នោះទៅកាន់ហាងលក់វត្ថុបុរាណធំមួយដើម្បីលក់ចេញតែនឹកស្មានមិនដល់បុគ្គលិកហាងឃើញគាត់ស្លៀកពាក់ឯកសណ្ឋានអ្នកដឹកជញ្ជូនក៏មិនទាន់មើលរបស់ផងក៏ចង់បណ្ដេញគាត់ចេញលឿនចេញទៅខ្ញុំពិតជាមានកំណប់លក់មែនបើមិនជឿលោកមើលទៅរបស់កំពឹកកំពុកប៉ុណ្ណឹងមិនស័ក្តិសមនឹងចូលហាងលីនហ៊ុយឡុងរបស់ខ្ញុំទេតែសំណាងល្អពេលនោះអ្នកស្រីថៅកែបានខាត់គេក្រោយការពិនិត្យបញ្ជាក់ថាកំណប់នេះគឺជាវត្ថុពិតប្រាកដគ្មានកំហុសអ្នកស្រីថៅកែក៏បានបណ្ដេញបុគ្គលិកនោះចេញភ្លាមបន្ទាប់មកក៏បានចំណាយ800,000ដើម្បីទិញរូបចម្លាក់នាគរីក5ក្រញាំនោះទុកតែប្អូនប្រុសមិនទាន់បានចាក់ចេញផងក៏ឃើញបុរសម្នាក់កាន់វត្ថុបុរាណពណ៌ខៀវមកលក់លោកលីនចាន់កាពណ៌ខៀវនេះជាចាននាគដែលអ្នកជំនាញវិតម្លៃវត្ថុបុរាណលំដាប់ទី1នៅណានជីងបានវិតម្លៃរួចហើយមានតម្លៃ2លានលោកទិញវាទៅប្អូនប្រុសមើលលៀមដឹងថាជាវត្ថុคล้ายៗតម្លៃយ៉ាងច្រើនបំផុត20យន្តប៉ុណ្ណោះហេតុនេះគាត់ប្រាប់ម្ចាស់ហាងស្រីភ្លាមកុំឲ្យទិញអ្នកលក់ដូច្នេះក៏ស្ដីបន្ទោសប្អូនប្រុសភ្លាមនេះជាវត្ថុបុរាណសម័យឈីងឈៀនឡុងដែលមានតម្លៃដល់ទៅ2លានហុចបាយរួចឆាប់ចេញទៅអូនប្រុសតើប្អូនចេះវិតម្លៃវត្ថុបុរាណទេចេះបន្តិចបន្តួចអញ្ចឹងប្អូនអាចប្រាប់បានទេថាហេតុអ្វីបានជាចាននាបកាពណ៌ខៀវនេះคล้ายៗចាននាបកាពណ៌ខៀវនេះជាក់ស្ដែងវាជាបច្ចេកទេសធ្វើឲ្យមើលទៅចាស់នាពេលបច្ចុប្បន្នគែមវាខុសគ្នាស្នាដៃដប់ម្យ៉ាងទៀតមើលទៅនេះជាក់ស្ដែងជាវត្ថុคล้ายៗតម្លៃយ៉ាងច្រើនបំផុត20យន្តប៉ុណ្ណោះពិតជាផលិតដោយឧស្សាហកម្មធ្ងន់មែនវាមិនមែនជារបស់សម័យឈីងយ៉ែនឡុងទេឲ្យខ្ញុំនៅការពន្យល់សំហេតុផលមកបើមិនដូច្នោះទេខ្ញុំនឹងមិនទុកអ្នកចោលឡើយលោកម្ចាស់យីគាត់គ្រាន់តែជាអ្នកដឹកជញ្ជូនអាហារទេមិនក៏លោកជឿគាត់ទៅកើតអូខ្ញុំចាំបានហើយខ្ញុំយកច្រឡំហើយខ្ញុំទៅកំជុលឲ្យអ្នកឥឡូវនេះអត់ទេខ្ញុំគួរតែហៅអ្នកថាលោកលីវខ្ញុំចង់អញ្ជើញលោកចូលរួមជាមួយរបស់យើងធ្វើជាអ្នកជំនាញវិតម្លៃវត្ថុបុរាណជាន់ខ្ពស់បំផុតរបស់យើងមួយខែ50,000តើលោកចាប់អារម្មណ៍ទេដោយសារតែលោកម្ចាស់លីនអញ្ជើញដោយស្មោះត្រង់ខ្ញុំក៏ពិបាកដេសេតដែលខ្ញុំយល់ព្រមក្នុងមួយខែយើងបាន100000ក៏ចាត់ទុកថាជាចំណូលសមរម្យដែរយ៉ាងវិញទៀតលោកម្ចាស់ក៏ជាមនុស្សល្អដែរតាមឋានៈនិងទំនាក់ទំនងរបស់គាត់ទៅថ្ងៃមុខការរកលុយបានច្រើនវាងាយស្រួលណាស់ដើម្បីបង្ហាញពីភាពស្មោះត្រង់របស់ខ្ញុំឥឡូវនេះខ្ញុំនឹងបើកប្រាក់ខែមុខឲ្យអ្នកមួយខែអ្នកយកទៅចាយសិនទៅក្រៅពីនេះខ្ញុំអត់រឹតបន្តឹងសេរីភាពរបស់អ្នកទេអ្នកមួយផ្លែទៀតរវល់អាចទៅជួបមនុស្សម្នាក់ជាមួយខ្ញុំបានទេគាត់មានវត្ថុប្រមូលផ្ដុំមួយឈ្មោះស៊ីម៉ៃខ្ញុំចង់ឲ្យអ្នកជួយខ្ញុំពិនិត្យមើលបន្តិចខ្ញុំក៏អត់មានការអីដែរអត់បញ្ហាទេតោះទៅលោកម្ចាស់ចិនលោកម្ចាស់បៀលោកមកហើយអ្នកទាំងអស់គ្នារងចាំបន្តិចសិនផឹកតែសិនទៅរងចាំលោកគ្រូញើជួយខ្ញុំពិនិត្យវត្ថុដ៏មានតម្លៃមួយលោកម្ចាស់លីនអ្នកនេះជានរណានេះជាអ្នកជំនាញវិតម្លៃវត្ថុបុរាណលំដាប់ទី1ប្រចាំជីនលីងគឺលោកគ្រូញើគាត់ធ្លាប់វិតម្លៃវត្ថុបុរាណ360ដងមិនដែលខុសម្ដងណាឡើយជាលោកគ្រូដ៏ល្បីល្បាញប្រចាំជីនលីងពិតជាអស្ចារ្យមែនលោកគ្រូញើដាវកៅខ្លា7ពណ៌របស់ខ្ញុំនេះតើអាចមានតម្លៃប៉ុន្មានដែរលោកម្ចាស់ចិនរងចាំបន្តិចសិនមួយផ្លែទៀតខ្ញុំនឹងប្រាប់អ្នកពីលទ្ធផលនៃការវិតម្លៃវត្ថុកៅខ្លា7ពណ៌នេះមានតម្លៃត្រឹមតែ100យន្តប៉ុណ្ណោះខ្ញុំនេះបានចំណាយលុយដល់ទៅ200,000យន្តដើម្បីទិញវាខ្ញុំចង់ឲ្យវាមានតម្លៃច្រើនជាងនឹងអូយសំទោសនេះគ្រាន់តែពិនិត្យមើលវត្ថុមួយប៉ុណ្ណោះត្រូវការពេលយូរយ៉ាងនេះម្យ៉ាងវិញទៀតនេះគ្រាន់តែជាវត្ថុคล้ายៗប៉ុណ្ណោះលោកជែអ្នកនេះជាអ្នកណាលោកមិនដឹងទេពេលដែលខ្ញុំកំពុងពិនិត្យមើលវត្ថុមិនអនុញ្ញាតឲ្យនរណាម្នាក់និយាយកាត់ឡាយហានេះជាមនុស្សដែលលោកលីនបាននាំមកខ្ញុំនឹងប្រាប់គាត់ឥឡូវនេះកុំឲ្យនិយាយណែលោកលីនលោកជួយប្រាប់មិត្តភក្តិលោកបន្តិចកុំរំខានលោកគ្រូនេះពិនិត្យមើលវត្ថុអីលោកលីវយើងរងចាំលោកគ្រូនេះពិនិត្យចាប់សិនទៅមិនថាខ្លាំងខ្លាយឺពិតប្រាកដទេរងចាំលោកគ្រូនេះមើលចាប់សិនទៅអីយ៉ាវាជាថ្មបំផ្លាញសុទ្ធឬជាថ្មបំផ្លាញធ្ងន់ប្រភេទកង្កែវាមានតម្លៃយ៉ាងតិច2លានជាងនេះមិនក៏អាចទៅរួចទៅនេះវាគ្រាន់តែជាថ្មគ្មានតម្លៃមួយដុំទេតើមិនគាត់រកឃើញថាខាងក្នុងនេះមានហ្វូស៊ីលទម្លុះទៅវិញនេះមិនក៏អាចទៅរួចទៅលោកលីវអ្នកពិតជាពូកែខ្លាំងណាស់ខ្ញុំទើបតែដឹងឥឡូវនេះលោកគ្រូនេះពីមុនល្បីឈ្មោះដោយមានសមត្ថភាពសោះងារល្បីល្បាញបែបនេះសុទ្ធតែអួតខ្លួនឯងទេដឹងលោកចែន10កែវគ្រីស្តាល់7ពណ៌របស់អ្នកនោះសំណាងល្អខ្ញុំមិនបានទិញវា
បើមិនអីចឹងទេខ្ញុំប្រកាសជាខាតបងធំធេងណាស់ហើយកែលីនអ្នករកបានអ្នកជំនាញពិនិត្យកំណត់នេះពីណាសមត្ថភាពនេះខ្លាំងជាងលោកគ្រូនីវទៅទៀតខ្ញុំមិនអាចប្រាប់អ្នកបានទេអ្នកគ្រាន់តែត្រូវដឹងថាអ្នកជំនាញពិនិត្យកំណត់របស់ខ្ញុំទៅថ្ងៃមុខនឹងនៅជាលីងរហូតដល់ទូទាំងហ៊ានកូខ្លាចជាមហាលោកគ្រូអ្នកជំនាញពិនិត្យកំណត់ដែលពូកែបំផុតគ្រាន់តែមើលតាមការសម្ដែងបន្តិចមុននេះលោកលីវពិតជាមានទេពកោសល្យដ៏អស្ចារ្យបែបនេះមែនខ្ញុំចាញ់ហើយឥឡូវនេះខ្ញុំនឹងទេលុយទៅលោកលីវលោកលីវខ្ញុំពិតជាចាញ់ដោយអស់ចិត្តមែនសមត្ថភាពខាងល្បែងភ្នាល់របស់លោកពិតជាធ្វើឲ្យឆេនខ្ញុំបាត់កោតសរសើរណាស់ខ្ញុំមានសំណើមួយដែលមិនសមរម្យបន្តិចតើខ្ញុំអាចរាប់អានលោកជាមិត្តបានទេទៅថ្ងៃមុខបើលោកត្រូវការជំនួយអ្វីខ្ញុំនឹងមិនប្រកែកឡើយមិនទាស់មិនស្គាល់គ្នាឥឡូវនេះយើងមិនបានខ្លាចជាមិត្តផាត់ហើយទេអូណាមិនទាស់មិនស្គាល់គ្នាពិតជាល្អមែនលីវយូអិនខ្ញុំពិតជាមើលមនុស្សខុសហើយហ៊ានភ្នាល់ហ៊ានចាញ់ឥឡូវនេះផ្ទេលុយដែលចាញ់ទៅឲ្យលោកលីវឆេនកាំងលោកហ៊ានឲ្យលុយមែនទេអាឡូបងស្រីសៀវសៀវឆាប់នាំអ្នកជំនាញវិតម្លៃកំណត់ទ្រព្យរបស់បងមកផ្សារវត្ថុបុរាណអ៊ីលខ្ញុំកំពុងលេងភ្នាល់ថ្មមួយខ្ញុំចាញ់អស់2លានហើយបងស្រីបងមិនចេះលេងភ្នាល់ថ្មផងមិនក៏បងហ៊ានលេងភ្នាល់ជាមួយគេស្រួលយ៉ាងនេះទៅវិញខ្ញុំឲ្យបងមកជួយខ្ញុំមិនមែនឲ្យបងទូរស័ព្ទមកបន្ទោសខ្ញុំទេឥឡូវនេះខ្ញុំបានរកឃើញអ្នកជំនាញវិតម្លៃកំណត់ទ្រព្យម្នាក់ដែលពូកែខ្លាំងណាស់ហើយគាត់ថែមទាំងនៅជីនលីងមេវិតម្លៃវត្ថុបុរាណលេខ1 New Year ត្រូវបានចាញ់ហើយខ្ញុំនឹងនាំគាត់ទៅលើនេះល្អណាស់លោកលីវខ្ញុំត្រូវការជំនួយពីអ្នកខ្ញុំនឹងបង់ថ្លៃឈ្នួល$50,000ដាច់ដោយឡែកតើបានទេគ្មានបញ្ហាទេលីវមិនហ្គៀងអ្នកបានចាញ់2លានហើយនៅហ៊ានបន្តភ្នាល់ជាមួយខ្ញុំទៀតតើមានអ្វីដែលមិនហ៊ាននោះមួយសន្ទុះទៀតប្អូនជីដូនមួយរបស់ខ្ញុំនឹងនាំយកត្បូងរបស់នាងមកជួយខ្ញុំថ្ងៃនេះអ្នកចង់ភ្នាល់ធំប៉ុណ្ណាខ្ញុំនឹងទទួលយកទាំងអស់ដោយសារលោកលីវជាអ្នកមានភាពក្លាហានបែបនេះអ៊ីចឹងក៏ទៅយើងលេងធំតែម្ដងទៅបានទេបងស្រីជីដូនមួយយើងមកដល់ហើយបងស្រីជីដូនមួយនេះគឺជាមេវាតម្លៃវត្ថុបុរាណប្រចាំលេនហឺឡូរបស់ខ្ញុំមិញនេះគឺគាត់នឹងឯងដែលបានឈ្នះការប្រកួតវាតម្លៃវត្ថុបុរាណជាមួយលោកគ្រូលីវកុំបារម្ភអីថ្ងៃនេះមានគាត់នៅទីនេះអ្នកប្រកាសជាឈ្នះលុយហើយលីវមូយ៉ាងអ្នកភ័យស្លន់ស្លោដល់ថ្នាក់រកជំនួយផ្ទះបែបនេះមែនទេហ៊ានទៅរកអ្នកដឹកជញ្ជូនអាហារមកជួយអ្នកភ្នាល់ត្បូងទៀតអ្នកគិតថាអ្នកចាញ់មិនទាន់គ្រប់គ្រាន់ទេហាងយីនាងបិទមាត់ទៅសៀវសៀវឯងមិនត្រូវគេបោកទេអីគេគ្រាន់តែជាអ្នកដឹកម្ហូបទេតើមិនក៏ចេះល្បែងថ្មបងស្រីឯងមិនគូវិនិច្ឆ័យមនុស្សតាមរូបរាងទេឯងស្ដាប់ខ្ញុំទៅអ៊ីចឹងចុះបើសិនជាចាញ់លុយខ្ញុំនឹងរ៉ាប់រងជូនប៉ុណ្ណឹងបានហើយមែនទេបើសិនជាលោកលីវជួយឯងរកលុយបានវិញឯងត្រូវឲ្យគាត់$50,000ជាថ្លៃនឿយហាត់បានហើយលោកលីវការលេងល្បែងថ្មបន្ទាប់ខ្ញុំសូមប្រកល់ជូនលោកហើយក្នុងនាមឯងជាបងប្អូនជីដូនមួយរបស់លោកលីវអ៊ីចឹងខ្ញុំនឹងជួយឯងម្ដងសម័យនេះអ្នកដឹកម្ហូបក៏ចេះលេងល្បែងថ្មដែរនេះពិតជាមិនគួរឲ្យជឿសោះខ្ញុំក៏ទន្ទឹងរង់ចាំដែរថាអ្នកដឹកម្ហូបនេះនឹងខ្មាស់គេយ៉ាងម៉េចអ្នកទាំងពីរត្រៀមភ្នាល់ប៉ុន្មានដែរខ្ញុំឲ្យឱកាសហែងឯងនិយាយមកអ៊ីចឹងខ្ញុំនឹងមិនសំចៃទេយើងភ្នាល់គ្នា10លានអ្នកណាដែលចាញ់គឺត្រូវឲ្យ10លានទៅភាគីម្ខាងទៀតសូមលោកថៅកែជួយធ្វើសាក្សីផងអូអាក្មេងក្បាលខូចតើអ្នកមានលុយប៉ុណ្ណឹងទេហ៊ានភ្នាល់ធំប៉ុណ្ណឹងជាមួយខ្ញុំអត់មានលុយច្រើនប៉ុណ្ណឹងទេតែពួកគាត់មានឯងមិនហ៊ានទេអីមានអ៊ីមិនហ៊ាននេះឯងច្បាស់ជាយកលុយមកខ្ញុំហើយខ្ញុំខ្លាចអីថ្មនេះហែងរើតាមចិត្តចុះលោកលីវសូមអញ្ជើញបងហ្វយកែវអធិរាជតម្លៃ$2,600,000គូស្រូស្មីធម្មជាតិសុទ្ធតម្លៃ$8លានហឹសឯងចេះរើថ្មត់នឹងរើថ្មនៅកន្លែងសំណហាលោកលីវចេះភ្នាល់ថ្មត់នឹងគាត់មិនបានជារើថ្មពីកន្លែងសំណនេះមិនមែនធ្វើឲ្យយើងចាញ់លុយទេអីបងស្រីកុំបារម្ភអីបងត្រូវជឿជាក់លើភ្នែកមាសរបស់លោកលីវគាត់ប្រកាសជាមិនធ្វើឲ្យបងខកបំណងទេបងទុកចិត្តចុះលោកទាំងពីរជ្រើសរើសរួចហើយមែនទេអ៊ីចឹងតោះយើងចាប់ផ្ដើមកាត់ថ្មទៅប្រឹងឡើងបៃតងចេញហើយអូយបៃតងហើយនេះជាត្បូងមរកកែវពណ៌បៃតងដ៏ល្អបំផុតមានតម្លៃ$2.61លានឯណោះសូមអបអរសាទរលោកវាងនេះពិតជាត្បូងមរកកែវអធិរាជដែលមានតម្លៃ$2.61លានឯណោះហែក្មេងប្រុសនេះហើយជាសមត្ថភាពរបស់ខ្ញុំសូមណែនាំអ្នកឲ្យទទួលស្គាល់ការបរាជ័យឲ្យបានឆាប់ខ្ញុំទទួលស្គាល់ការបរាជ័យខ្ញុំមិនទាន់បាត់ផងអ្នកអាចប្រកាសថាខ្ញុំចាញ់ហើយមែនទៅនេះអ្នកត្រូវបើកភ្នែកធំមើលឲ្យច្បាស់ហើយលោកម្ចាស់
ចាប់ផ្ដើមអាពីខាងឆ្វេងបំផុតចង្ងាយ1អ៊ីនពីក្រោយនេះគឺជាគុជខ្ញុំធម្មជាតិពិតដែលមានពន្លឺនៅពេលយប់មានតម្លៃជាង8លានឯណោះអូយព្រះជួយបរិដឹកជញ្ជូននេះពិតជាបានកាត់ចេញរបស់ដែលមានតម្លៃខ្ពស់ជាងទៀតមិនគួរឲ្យជឿសោះគឺគុជខ្ញុំរស្មីស៊ីវអញពិតជាបានរកគ្រូទីថ្មដ៏ពូកែមួយឲ្យខ្ញុំមែនលោកគ្រូអើយបងស្រីជីដូនមួយឥឡូវជឿហើយឬនៅមិញនេះអ្នកបារម្ភិតប្រយោជន៍ទេបាទបើមិនបានលោកលីវថ្ងៃនេះទេខ្ញុំមិនដឹងថាខាត់ប៉ុន្មានទេនេះមិនមែនជាការពិតទេអ្នកប្រកាសជាបន្លំខ្ញុំបន្លំឯណារបស់សុទ្ធតែលើទាំងអស់តាម្យ៉ាងវិញទៀតខ្ញុំទៅតែមកលើកដំបូងចុះបើអ្នកឈ្នះគឺធម្មតាតែបើខ្ញុំឈ្នះគឺខ្ញុំបន្លំអ្នកចាញ់មិនកើតមែនទេមែនហើយលោកវាងលោកចាញ់មិនកើតមែនទេបើលោកបែបនេះគេឈ្មោះលោកនឹងអាប់អន់ហើយទៅមុខគ្មាននរណារកស៊ីជាមួយលោកទេអ្នកណានិយាយថាចាញ់មិនកើតលុយតែ10លាននេះខ្ញុំមានលុយច្រើនណាស់ហ៎គុំ LRA ហ៊ានភ្នាល់ជាមួយខ្ញុំម្ដងទៀតទេលើកនេះ50លានលោកមើលទៅគួរតែភ្នាល់ជាមួយគេអត់បើយល់ថាល្អហើយគួរឈប់ទៅឥឡូវខ្ញុំនឹងទេ1លានឲ្យលោកជាលុយកម្លាំងតែបើនៅតែបន្តភ្នាល់បើឈ្នះគឺជារបស់លោកចាញ់ខ្ញុំចេញបើយើងឈប់ត្រឹមនឹងព្រះអង្គគំចាស់ប្រកាសជាមិនពេញចិត្តទេតោះធ្វើឲ្យហើយទៅអ្នកយកលុយ50លានរបស់ព្រះអង្គមកវិញតែម្ដងទៅមេងនេះឯងក្រអ៊ុយក្រតុំណាស់មួយបើក្មួយឈ្នះមួយជុំគ្រូសាស៊ូរបស់យើងនឹងឲ្យក្មួយ7លានបើឈ្នះ3ជុំទ្រព្យសម្បត្តិគ្រូសាស៊ូទាំងមូលខ្ញុំនឹងប្រគល់ឲ្យក្មួយទាំងអស់សូម្បីតែខ្ញុំនិងឪពុកខ្ញុំក៏នឹងហៅក្មួយថាជាហ្វាយដែរអ៊ីចឹងក៏ច្បាស់ជាកៀងបាត់ហើយលើកនេះខ្ញុំច្បាស់ជាឈ្នះមិនខានអ្វីដែលខ្ញុំបានចាញ់ពីមុនខ្ញុំនឹងឈ្នះយកមកវិញទាំងអស់ក្មួយពូកែលេងល្បាញខ្ញុំមិនជឿថាក្មួយពូកែវាតម្លៃសំនូនឹងអាសបចង់ដែរហ៊ានលបងវាតម្លៃគំនូនឹងអាសបចង់ជាមួយខ្ញុំទេខ្ញុំមានភ្នែកទេពមើលធ្លុះខ្ញុំអាចមើលដឹងថាគំនូនោះខ្លាំងខ្លាយយឺតពិតត្រឹមមួយផ្លែតមកប្រកួតវាតម្លៃវត្ថុបុរាណជាមួយខ្ញុំគឺប្រៀបដូចជាទៅរាំដាវមុខមេតបគឺអែនកងអ៊ីចឹងក្នុងពេលដែលឯងចូលចិត្តយកលុយមកឲ្យខ្ញុំយ៉ាងនេះបើអ៊ីចឹងការភ្នាល់នេះខ្ញុំយល់ព្រមលោកម្ចាស់ហាងជីនយកគំនូអាសបចង់មួយទាំងក្នុងហាងបងមកយើងពីរនាក់នឹងវាតម្លៃវាពេលវេលាវាតម្លៃគឺ30វិនាទីអត់ទេ10វិនាទីសំជាលោកម្ចាស់ហាងវាងមែនខូលខើនឹងខ្លួនឯងណាស់នៅហាងខ្ញុំមានគំនូមួយផ្ទាំងសម្រាប់តុបតាំងខ្ញុំទៅយិកឥឡូវនេះហើយទាំងគំនូនេះឪពុកខ្ញុំទិញមកពីមុនខ្ញុំគ្រោងនឹងលក់វាចោលប៉ុន្តែគាត់មិនយល់ព្រមទេខ្ញុំក៏ត្រូវតែតុបតាំងវាទៅលើកនេះបើមិនមែនជាពួកឯងនិយាយនោះទេខ្ញុំភ្លេចគំនូនេះបាត់ទៅហើយនេះគឺជាគំនូបាយជន់ទូរបស់លោកលៀងស៊ឺនីងនៃរាជវង្សឈិនឥឡូវពួកឯងចាប់ដើមវាតម្លៃចុះខ្ញុំនឹងឲ្យឯងឃើញថាអ្វីទៅជាការវាតម្លៃកំណត់ទ្រព្យដោយថាមពលអស្ចារ្យកុំទាន់និយាយជ្រុលពេកវាងាយនឹងត្រូវគេបំបាក់មុខណាស់គំនូបាយជន់ទូខ្លាំងៗនេះមានតម្លៃ5000យន់នៅខាងក្នុងរបស់វាលាក់ទុកនៅគំនូទេពភាពរាជវង្សខាងបែបបន្ទប់មួយផ្ទះរបស់លោកខាងទៀតមានតម្លៃ100លានយន់ឯងមិនត្រូវខ្មាស់គេហើយនេះគឺជាគំនូនៃរាជវង្សឈិនជាស្នាដៃពិតប្រាកដរបស់លោកលៀងស៊ឺនីងគាត់បានប្រាប់ចែកទេសបញ្ចូលគ្នាវាងរចនាបថចិននិងលោកខាងលិចស្រមោលនឹងពន្លឺនៅលើសេះមើលទៅពិតណាស់យ៉ាងតិចក៏មានតម្លៃ80ម៉ឺនយន់ដែរនេះគឺជាគំនូខ្លាំងៗមួយផ្ទះមានតម្លៃ5000យន់ហេក្មេងស្មោករោគឯងនិយាយតែប្រាហើយលោកគ្រូជូខ្វាងមីងគឺជាគ្រូរបស់ខ្ញុំលោកគឺជាមេជាងគំនូលេខ1នៅដាស៊ីឯងហ៊ានសង្ស័យសិស្សរបស់លោកឬឯងពិតជាក្លាហានណាស់ឯងយកអ្វីមកនិយាយថាគំនូនេះជាខ្លាំងគំនូនេះឪពុកខ្ញុំចំណាយលុយ50ម៉ឺនទិញមកណារូបសេះនេះគូបានរដបដប់ណាស់ម្យ៉ាងវិញទៀតសេះគ្មានភាពរស់រវើកទេខ្ញុំនឹងនិយាយត្រង់ទៅរូបសេះនេះគឺគ្រាន់តែត្រូវបានកាត់បិទភ្ជាប់ប៉ុណ្ណោះគ្រាន់តែសាកល្បងដោយប្រើទឹកនោះនឹងដឹងថាពិតគឺខ្លាំងហើយពួកឯងមើលតើគំនូនេះជាខ្លាំងយឺអាត់ចាប់ហើយពិតមែនហើយបើជាគំនូពិតពួកគ្រូសេះសានេះបានអត់ច្បាស់មិនមែនបិទភ្ជាប់បែបនេះទេស្មានមិនដល់ថាកន្លែងលាក់បាំងបែបនេះលោកក៏អាចមើលឃើញដែរពិតជាកម្រិតនៃមេជាងគំនូមែនតើលោកមើលឃើញតាមរបៀបណាទៅបើពួកខ្ញុំដឹងថាគំនូនេះជាខ្លាំងតើគាត់អាចខឹងស្លាប់ទេបែបនេះចុះលោកម្ចាស់គំនូរបស់លោកនេះគំនូនេះខ្លាំងអស់ហើយអ្នកទិញវាធ្វើអីគំនូនេះបានធ្វើឲ្យខ្ញុំរកបាន50លានឯណោះពិតណាស់ត្រូវទុកជាអនុស្សាវរីយ៍ទៅរបស់ដែលខ្ញុំលក់នៅទីនេះគឺពិតជាស្នាដៃពិតរបស់ខាងពោចខ្ញុំរកបានរបស់ថោកមួយនេះមានតម្លៃដល់ទៅ100លានឯណោះលោកលីវលោកពិតជាពូកែណាស់ចាប់ពីពេលនេះទៅលោកគឺជាតារាគំរូរបស់ខ្ញុំហើយលោកលីវសូមលោកនិយាយលក្ខខណ្ឌរបស់លោកទៅចៅឈិនប៉ាបានហើយលោកប្រធានវាងដល់វេនលោកហើយឯងក្មេងនេះមិនព្រមមានមនុស្សច្រើនណាស់នៅទីនេះកំពុងតែមើលបើរឿងនេះបែកធ្លាយចេញទៅ
ក្រុមហ៊ុនរបស់អ្នកនឹងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរកុំឲ្យរឿងតូចតាចបាត់បង់រឿងធំហួងយីអ្នកបានចាញ់ហើយបើអ្នកចង់រត់គេចពីការសងបំណុលខ្ញុំមិនយល់ព្រមទេម្យ៉ាងវិញទៀតល្បែងភ្នាល់នេះគឺអ្នកជាអ្នកកំណត់លោកប្រធានវាងពិតជាធ្វើឲ្យខ្ញុំមើលងាយណាស់ចាញ់ហើយមិនហ៊ានទទួលស្គាល់ច្បាស់ណាស់គឺសមត្ថភាពភ្នាល់របស់ខ្លួនឯងមិនល្អថែមទាំងហ៊ានទៅភ្នាល់ជាមួយលោកលីទៀតឥឡូវនេះចាញ់ហើយមិនព្រមលុយទៀតពិតជាមនុស្សកំណាញ់ស្វិតស្វាញមែនមនុស្សបែបនេះគួរតែដាក់ក្នុងបញ្ជីខ្មៅនឹងទៀតនរណាថាខ្ញុំត្រឹមតែមិនបានខ្ញុំគ្រាន់តែមានប្រតិកម្មយឺតបន្តិចប៉ុណ្ណោះលុយត្រឹមតែ50លានខ្ញុំនឹងរកលុយពីគាត់វិញឥឡូវនេះលុយប៉ុណ្ណឹងខ្ញុំអាចរកត្រឡប់មកវិញបានភ្លាមអរគុណលោកវាងសម្រាប់50លានលើកក្រោយបើចង់លេងល្បែងទៀតចាំរកខ្ញុំផងតែលើកក្រោយការភ្នាល់ត្រូវតែធំជាងនេះបន្តិចលោកវាងខ្ញុំជូនលោកទៅលោកលេសមត្ថភាពភ្នាល់ថ្មនឹងវិតម្លៃគ្រឿងអលង្ការរបស់អ្នកបានលើសពីការយល់ដឹងរបស់ខ្ញុំទៅទៀតដែលខ្ញុំបានស្គាល់លោកនៅថ្ងៃនេះពិតជាកិត្តិយសដ៏ធំបំផុតរបស់ខ្ញុំថ្លៃនឿយហាត់1លានខ្ញុំនឹងទេទៅលោកឥឡូវនេះលោកលីវិតម្លៃគ្រឿងអលង្ការម្ដងរកបាន50លានពិតជាធ្វើឲ្យយើងមើលទៅលួចច្រណែនណាស់មិនមែន50លានទេនិយាយឲ្យច្បាស់គឺរកបាន200លាន200លានលោកលីក្រែងលោកគំនូនេះជារបស់ពិតមែនគំនូបូជិននេះពិតជាคล้ายមែនប៉ុន្តែខាងក្នុងមានអាចកំបាំងធំលោកមើលទៅខាងក្នុងមានគំនូដើមខាងអានមួយផ្ទាំងយ៉ាងហោចណាស់ក៏មានតម្លៃជាង100លានដែរលោកទីវបើមិនអ៊ីចឹងមិនក៏រកឃើញអាចកំបាំងខាងក្នុងទៅខ្ញុំសូមមើលថាពិតឬខ្លាំងរបស់ខ្លាំងនេះថ្លៃ200យន់ចម្លងដោយរេនចិញ្ចៅខែមីនាឆ្នាំ2025មិនដែរពិតមែនអូននេះជារបស់ខ្លាំងតែចាំបន្តិចទៀតយើងអាចលេងសើចជាមួយពួកគេបានលោកលីវមកដល់ហើយលើកនេះអ្នកត្រូវតែឈ្នះសុភមង្គលរបស់ខ្ញុំគឺអាស្រ័យលើអ្នកទាំងអស់ខ្ញុំនឹងព្យាយាមអស់ពីលទ្ធភាពត្រូវហើយនៅមានរឿងមួយទៀតដែលខ្ញុំត្រូវការឲ្យអ្នកជួយនៅពេលសំរុំខ្ញុំត្រូវការឲ្យអ្នកខ្លាញ់ខ្លួនជាសង្សារខ្ញុំបានទេម៉ូឈឹងមនុស្សច្រើនណាស់ប្រញាប់ចង់រៀបការជាមួយខ្ញុំអីស៊ូហ្វុងអ្នកពិតជាឈួតខ្លួនឯងពេកហើយខ្ញុំគ្មានចំណាប់អារម្មណ៍លើអ្នកបន្តិចសោះម៉ូឈឹងការដេញថ្លៃយប់នេះគ្រួសារស៊ូរបស់យើងខ្លាំងពូកែណាស់គ្រួសារលីវរបស់អ្នកគ្មានឱកាសឈ្នះទេលើកលែងតែអ្នកចង់រៀបការជាមួយនោះខ្ញុំអាចបន្ធូរបន្ថយបានឲ្យគ្រួសារលីវរបស់អ្នកឈ្នះយ៉ាងម៉េចដែរមិនបាច់ទេគ្រួសារលីវរបស់យើងលើកនេះនឹងឈ្នះមិនត្រូវការការយោគយល់ពីអ្នកទេហើយខ្ញុំបានរកឃើញអ្នកវាតម្លៃវត្ថុបុរាណដែលពូកែជាងប្រកូស៊ីរបស់អ្នកទៅទៀតជាងនេះទៅទៀតគាត់ក៏ជាមិត្តប្រុសរបស់ខ្ញុំដែរឥឡូវនេះខ្ញុំមិនខ្វល់ថាអ្នករកអ្នកវាតម្លៃបែបណាទេប្រកូស៊ីរបស់យើងនឹងឈ្នះដល់ពេលនោះអ្នកនឹងរៀបការជាមួយខ្ញុំដដែលលីវស៊ីហើយការដេញថ្លៃថ្ងៃនេះត្រកូលលីវរបស់អ្នកនឹងនៅតែចាញ់ដដែលខ្ញុំណែនាំអ្នកគួរតែព្រមយល់ព្រមតាមការច្របាច់បញ្ចូលគ្នារបស់ត្រកូលស៊ីយើងហើយរៀបការកូនស្រីរបស់អ្នកជាមួយកូនប្រុសរបស់ខ្ញុំណែនាំអ្នកកុំឲ្យរឹងរូសបើមិនដូច្នោះទេលទ្ធផលអ្នកត្រូវទទួលខុសត្រូវខ្លួនឯងស៊ីវជីឈៀងឈប់ធ្វើទឹកមុខគំរាមកំហែងអ្នកទុនខ្សោយទៅការដេញថ្លៃមិនទាន់ចាប់ដើមផងគិតថាត្រកូលលីវខ្ញុំនឹងចាញ់ហើយមែនទេខ្ញុំប្រាប់អ្នកថាលើកនេះត្រកូលលីវរបស់យើងនឹងឈ្នះអ្នកលីវស៊ឺហានខ្ញុំថាហេតុអីបានជាអ្នកមានទំនុកចិត្តយ៉ាងនេះគឺដោយសារតែរកបានអ្នកវាតម្លៃវត្ថុបុរាណម្នាក់មែនទេខ្ញុំមើលទៅគាត់នៅក្មេងណាស់ប្រហែលជាគ្មានបទពិសោធន៍អ្វីច្រើនទេអ្នកពិតជាអស់សង្ឃឹមណាស់ប្រធានត្រកូលស៊ីប្រយ័ត្នពាក្យសម្ដីរបស់អ្នកថ្ងៃនេះពួកឯងមិនអាចឈ្នះពួកយើងបានទេហើយត្រកូលលើកពួកយើងនឹងលេបត្របាក់ត្រកូលស៊ូរបស់ពួកឯងលូមើលឈីងឯងនិយាយធំលេះការដេញថ្លៃថ្ងៃនេះមាន3ជុំឲ្យតែពួកឯងឈ្នះមួយជុំក្នុងចំណោមនោះខ្ញុំនឹងឲ្យគេ5លានយន់និង1.5នៃទ្រព្យសម្បត្តិត្រកូលស៊ូរបស់ខ្ញុំថាត្រកូលឯងធំប៉ុណ្ណឹងហើយចេញបានតែ5លានយន់នេះមិនតិចតួចពេកទេចុះបើខ្ញុំឈ្នះទាំង3ជុំវិញក្មេងប្រុសឯងក្រអឺតក្រទុំណាស់ក្មេងប្រុសបើឯងឈ្នះមួយជុំត្រកូលស៊ូពួកយើងនឹងឲ្យឯង20លានយន់បើឈ្នះទាំង3ជុំខ្ញុំនឹងឲ្យទ្រព្យសម្បត្តិត្រកូលស៊ូទាំងមូលរបស់ខ្ញុំទៅឯងសូម្បីតែខ្ញុំនិងឪពុកខ្ញុំក៏នឹងហៅឯងថាជើវាយដែរប៉ុន្តែបើឯងចាញ់ជុំទី1ខ្ញុំនឹងកាត់ដៃឯងមួយចំហៀងហើយនឹង1.5នៃទ្រព្យសម្បត្តិត្រកូលលើយ៉ាងម៉េចដែរហ៊ានភ្នាល់អត់បានគ្មានបញ្ហាទេខ្ញុំគិតមិនយល់សោះលើកមើលឈីងឯងរកបានមនុស្សប្រភេទណាគេមុខហ្នឹងត្រកូលលើករបស់ពួកឯងច្បាស់ជាចាញ់ហើយឈ្នះពួកឯងបែបខ្ញុំឈ្នះអត់សំទេហាស៊ូហ្វុងឥឡូវឯងសើចឲ្យឆ្អែតទៅបន្តិចទៀតឯងនឹងសើចលែងចេញសូមអ្នកទាំងអស់គ្នាមេត្តាស្ដាប់បន្តិចសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ការដេញថ្លៃលើកនេះការដេញថ្លៃនេះមាន3ជុំឥឡូវនេះចាប់ផ្ដើមបន្ទាប់មកគឺជាវត្ថុសម្រាប់ដេញថ្លៃទី1នេះគឺជាខ្សែកែវលម្អជាវត្ថុរបស់ស្ត្រីរាជវង្សសម័យឈីងតម្លៃបើកដេញថ្លៃ500000រាល់ការដេញថ្លៃម្ដងមិនតិចជាង100,000ទេ
យ៉ាងម៉េចលោកលីវអាចដេញថ្លៃបានទេខ្សែកៅលំអសម័យជីននេះជារបស់ខ្លាំងៗមានតម្លៃត្រឹម50យ៉នប៉ុណ្ណោះមិនអាចដេញថ្លៃបានទេនេះជារបស់ខ្លាំងៗបន្តិចទៀតបើពួកគេដេញថ្លៃខ្ញុំនឹងលេងជាមួយពួកគេបន្តិចហើយលីវសឺហានអ្នកជំនាញមើលរបស់ដែលឯងជួលនោះមិនពូកែប៉ុន្មានទេអីយើងនឹងចាប់ផ្ដើមដេញថ្លៃហើយ150,000ហាជីនលីងលីវជាង300,000លោកចាងខ្សែកែវនេះថ្លៃប៉ុន្មានលោកម្ចាស់តកូស៊ីតាមខ្ញុំមើលខ្សែកែវនេះថ្លៃបំផុតត្រឹមតែ7លានប៉ុណ្ណោះអញ្ចឹងល្អហើយខ្ញុំនឹងឲ្យគាត់ដឹងពីឥទ្ធិពលរបស់យើង5លានខ្ញុំថាសម្រាប់ត្រកូលធំដូចអ្នកការដេញថ្លៃបែបនេះរញ៉េញ៉ៃពេកវាប៉ះពាល់ដល់ឋានៈរបស់អ្នកហើយត្រកូលលីវពីជីនលីង 6.5 លានអីយ៉ាអ្នកវិតម្លៃដែលត្រកូលលីវអញ្ជើញមកនេះហ៊ានម្លេះហ៊ានតូជាមួយត្រកូលស៊ីតែម្ដងមែនហើយនេះគឺជាការដាក់ត្រកូលស៊ីឲ្យជាប់អន្ទាក់ហើយបើពួកគាត់មិនបន្តដេញថ្លៃទៀតនឹងត្រូវគេចំអកថាក្មេងនេះជាអ្នកជំនាញមែនក្បាលខូចនេះដឹងច្បាស់ថាខ្សែកែវនេះថ្លៃបំផុតត្រឹម7លានគាត់បែរជាហ៊ានដេញថ្លៃដល់ 6.5 លានបើខ្ញុំមិនបន្តដេញថ្លៃទេនឹងត្រូវគាត់ចំអកឲ្យមុខមាត់ខ្ញុំនឹងទុកនៅឯណាខ្ញុំនឹងដេញថ្លៃជាមួយឯងដល់ទីបញ្ចប់7លានខ្ញុំសូមបោះបង់សូមអបអរលោកម្ចាស់ត្រកូលស៊ីដែលបានឈ្នះការដេញថ្លៃនេះសូមអបអរត្រកូលស៊ីចំណាយប្រាក់7លានដើម្បីបានការអញ្ជើញញ៉ាំអាហារត្រឹម50យ៉នអោព្រះជាម្ចាស់ឲ្យនេះជាការធ្វើអីហ្នឹងមើលទៅលោកម្ចាស់ត្រកូលស៊ីត្រូវគេបោកហើយអ្នកជំនាញវិតម្លៃរបស់ត្រកូលលីវនេះជាអ្នកណាគេហ៊ានតាំងជាមួយលោកម្ចាស់ត្រកូលស៊ីផងគាត់ជាត្រកូលធំបំផុតលំដាប់ទី1ណាហេតុមិនត្រឹមត្រូវទេគាត់មើលដឹងថានេះជារបស់ខ្លាំងៗបានយ៉ាងម៉េចអ្នកនិយាយអីក្មេងប្រុសឯងហ៊ានលេងសើចនឹងខ្ញុំការដេញថ្លៃនេះមិនមែនតែងតែបែបនេះទេខ្ញុំក៏មិនបានបង្ខំឲ្យអ្នកដេញថ្លៃតាមខ្ញុំដែរម្យ៉ាងវិញទៀតមើលទៅអ្នកជំនាញវិតម្លៃរបស់ដែលអ្នកបាននាំមកនេះសមត្ថភាពក៏ធម្មតាដែរសូម្បីតែរបស់ខ្លាំងៗក៏មើលលោកម្ចាស់ត្រកូលស៊ីលោកកុំស្ដាប់ក្មេងនេះនិយាយពាក្យលោកឡំដោយផ្អែកលើបទពិសោធន៍មើលរបស់ជាច្រើនឆ្នាំខ្សែអនុស្សាវរីយ៍នេះគឺជាវត្ថុពិតប្រាកដរបស់ពិតហឺខ្សែកែវចម្រុះពណ៌ដែលគេហៅថាជារបស់រាជវង្សឈីងនេះមើលទៅទោះបីជាមានស្នាមចាស់តាមអាយុកាលក៏ដោយតែវាច្បាស់ជាផលិតដោយសម័យទំនើបបើពួកលោកមិនជឿទេអាចយកទឹកបន្តិចមកស្រក់សាកល្បងបានអាហោះនេះតើគេដឹងបានម៉េចប្រញាប់ចុះមកនៅមិនទាន់អាម៉ាស់មុខទៀតទេក្មេងជុំនេះខ្ញុំទទួលស្គាល់ថាចាញ់ហើយនៅមាន2ជុំទៀតចាំមើលទៅហឺលោកម្ចាស់ត្រកូលស៊ូជុំនេះលោកចាញ់20លានហើយអាចទេមកហើយទៅអូហើយក៏មាន1/5នៃទ្រព្យសម្បត្តិត្រកូលស៊ូក្មេង1/5នៃទ្រព្យសម្បត្តិត្រកូលស៊ូខ្ញុំខ្លាចឯងម្នាក់ឯងស៊ីមិនអស់ទេហឺបើអញ្ចឹងមិនបាច់ឲ្យលោកខ្វល់ទេស៊ូហ្វុងឯងហ៊ានមកគម្រាមអ្នកជំនាញវិតម្លៃរបស់ត្រកូលលីវដែលពួកយើងបានអញ្ជើញមកឯងគិតថាត្រកូលលីវរបស់ពួកយើងមិនហ៊ានបើកសង្គ្រាមជាមួយត្រកូលស៊ូរបស់ឯងទេខ្ញុំមិនជឿថាពីជុំបន្ទាប់នឹងឈ្នះពួកឯងមិនបាននោះទេធនាគារបានដាក់ចូលកណ្ដេញ20លានយ៉នអរគុណលោកហឺជុំបន្ទាប់កាន់តែច្រើនកាន់តែល្អសវនីការថ្ងៃដំបូងត្រូវបានធ្វើឡើងដោយលោកម្ចាស់ត្រកូលស៊ូហើយបន្ទាប់មកចាប់ផ្ដើមសវនីការរបស់ត្រកូលទី2នេះជាឈុតកំសៀវដីកាត់ពណ៌ស្វាយសរុប10មុខជីវធម៌របស់មន្ត្រីធំម្នាក់ក្នុងរាជវង្សមីងតម្លៃចាប់ផ្ដើម30ការដេញថ្លៃម្ដងមិនតិចជាង2លានថោតែនេះល្អណាស់រងចាំបន្តិចសិនខ្ញុំសូមមើលថាពិតឬខ្លាំងខ្លាយតម្លៃ200យ៉ូតចម្លងដោយ Renjeng ហៅខែ3ឆ្នាំ2025យ៉ាងម៉េចហើយពិតឬអានេះខ្លាយទេតែចាំបន្តិចអាចលេងសើចជាមួយពួកគេបានហឹមថោតែនេះជាវត្ថុដ៏កម្រណាស់ហើយគ្រូសាខែតាលោកចង់បានទេបើមិនយកយើងនឹងដេញថ្លៃហាក់លោកប្រញាប់អីម្លេះRenjengខ្វាយខ្ញុំសូមប្រាប់លោកថាលោកមានឱកាសរស់នៅតែម្ដងបើលោកនៅតែមើលមិនដឹងថាពិតឬខ្លាំងទៀតថ្ងៃនេះខ្ញុំនឹងសម្លាប់លោកបាត់លោកម្ចាស់ខុសខ្ញុំដឹងហើយអូលោកម្ចាស់ខោថោតែនេះពិតមែនលោកអាចដេញថ្លៃបានហ៎35លានឯណោះសូមអបអរសាទរលោកម្ចាស់ខេវបានដេញថ្លៃថោតែមួយក្នុងតម្លៃ35លានក្មេងប្រុសមិនក៏ឯងមិនដេញថ្លៃទៀតទេតែឃើញឯងខ្លាយជាមេបិសាចដ៏អស្ចារ្យបែបនេះខ្ញុំនៅតែពិបាកធ្វើចិត្តឯងពិតជាពូកែខ្លាំងណាស់ហឹមក្មេងប្រុសឈុតនេះមានតម្លៃ30លានជាងជាឆ្នាំងតែដេកអត់ពណ៌ស្វាយឯងបែរជាមិនដេញថ្លៃទៅវិញមើលទៅសមត្ថភាពវិតម្លៃរបស់ឯងគឺធម្មតាទេហាសើចទៅសើចឲ្យឆ្អែតចាំមើលបន្តិចទៀតឯងនៅអាចសើចបានអត់
សូមអបអរសាទរលោកស៊ីសាងដែលបានដេញថ្លៃឆ្នាំងតែដេកពណ៌ស្វាយតម្លៃ35លានអាលីងឆ្នាំងតែដេកពណ៌ស្វាយជុតនេះពិតជាស្នាដៃដ៏ល្អឯកមែនឯងដេញថ្លៃមិនបានពិតជាគួរឲ្យស្ដាយណាស់ស្ដាយមែនទេមកបើកភ្នែកធំមើលបន្តិចទៅអីនៅក្រោមឆ្នាំងតែដេកពណ៌ស្វាយនោះសរសេរអីគេហ្នឹងខ្ញុំកូនកាត់អីប៉ាខ្ញុំទិញបានរបស់ខ្លែងខ្លាយហើយយើងខាត35លានទៀតហើយមិនអីទេកូនត្រឡប់ទៅវិញប៉ានឹងសម្រាប់វាចោលអីប្រធានគ្រូសាស៊ីរឿងនេះមិនពាក់ព័ន្ធនឹងខ្ញុំទេនេះផ្នែកខាងក្រៅគឺជារបស់ពិតអ្នកណាទៅដឹងថាមានបញ្ហានៅខាងក្នុងនោះម្យ៉ាងវិញទៀតក្នុងឆ្នាំងតែដេករបស់គាត់នេះងឹតស្លុបតែម្ដងខ្ញុំក៏មើលមិនឃើញដែរបើឯងមើលមិនឃើញចុះក្មេងនោះមិនក៏មើលឃើញទៅច្បាស់ជាខ្លួនឯងអត់សមត្ថភាពសោះនៅហ៊ានប្រកែកជាមួយខ្ញុំទៀតខ្ញុំប្រាប់ឯងថារាល់ការខាតបង់ទាំងអស់ថ្ងៃនេះត្រូវឯងចេញសង្វិញទាំងអស់លោកស៊ីខ្ញុំក៏គ្មានលុយច្រើនដល់ថ្នាក់នឹងដែរបើអីចឹងឯងសម្លាប់ខ្ញុំទៅឯងខ្ញុំនឹងសម្លាប់ឯងឥឡូវចេញទៅឲ្យឆ្ងាយឃើញឯងខ្ញុំខឹងតែម្ដងហាទោះបីអ្នកជំនាញវិតម្លៃជាន់ខ្ពស់ដែលឯងអញ្ជើញមកនេះអាចមានសមត្ថភាពខ្លះក៏ដោយតែថ្ងៃនេះខ្ញុំនឹងបង្ហាញពួកឯងថាពួកឯងចាញ់យ៉ាងម៉េចឯងចាញ់ឲ្យក្មេងឯងចំណាយ500លានយន់ទិញព្រះពុទ្ធរូបតម្លៃ500លានយន់ខាត់បង់100លានយន់អ្នកណាឈ្នះអ្នកណាចាញ់ឃើញច្បាស់ក្រឡែកពួកឯងគិតថាខ្ញុំចំណាយលើស100លានយន់ដើម្បីទិញព្រះពុទ្ធរូបនេះមែនទេតែពួកឯងអត់ដឹងទេថាខាងក្នុងព្រះពុទ្ធរូបនេះមានអ្វីខ្ញុំនឹងប្រាប់ពួកឯងនៅក្នុងនេះគឺជាស៊ូជីឈៀងឯងក៏មានថ្ងៃនេះដែររសជាតិនៃការចាញ់មិនស្រួលខ្លួនទេមែនទេលីវសឺហ៊ានឯងមិនបាច់អួតអាងពេកទេនៅមានវគ្គចុងក្រោយមួយទៀតចង់ឈ្នះពួកឯងងាយស្រួលណាស់អីចឹងហ៎អីចឹងខ្ញុំពិតជាចង់ឃើញថ្ងៃនេះឯងឈ្នះយ៉ាងម៉េចខ្យល់ឲ្យទូរស័ព្ទទៅលោកគ្រូជូវត្ថុសំខាន់ចុងក្រោយរបស់ការដេញថ្លៃថ្ងៃនេះនោះគឺព្រះពុទ្ធបដិមាមួយអង្គធ្វើពីត្បូងធ្ងន់ខៀវព្រះពុទ្ធរូបសពធម៌នេះតាមការវិតម្លៃរបស់អ្នកជំនាញខាងយើងព្រះពុទ្ធរូបនេះឆ្លាក់យ៉ាងល្អិតល្អន់មានតម្លៃខ្ពស់ក្នុងការប្រមូលទុកនិងគយគន់តម្លៃចាប់ផ្ដើមដេញថ្លៃ100លានរាល់ការដេញថ្លៃឡើងមិនតិចជាង20លានតែព្រះពុទ្ធរូបនេះអាចគោរពបូជាបានទេអាចដេញថ្លៃបានល្អលោកគ្រូជូអ្នកបានមកដល់ហើយគឺក្មេងប្រុសម្នាក់នោះទើបតែឈ្នះខ្ញុំរាប់សិបលានដរាបណាអ្នកឈ្នះគេក្នុងការប្រកួតចុងក្រោយខ្ញុំអាចឲ្យអ្នកនៅថ្លៃឈ្នួលវិតម្លៃ10លានគ្រាន់តែជាក្មេងខ្ចីប៉ុណ្ណោះមិនសំខាន់អ្វីទេលោកគ្រូជូលោកមើលព្រះពុទ្ធរូបសពធម៌នៅលើតុនោះបន្តិចតើវាជារបស់ពិតឬខ្លាំងខ្លាយមានតម្លៃប៉ុន្មានគឺរបស់ពិតតែមានតម្លៃយ៉ាងច្រើនបំផុតត្រឹម500លានប៉ុណ្ណោះឲ្យតែជារបស់ពិតគឺល្អហើយលើកនេះខ្ញុំនឹងធ្វើឲ្យត្រកូលលាវបាត់បង់ទាំងអស់លីវស៊ីហៃខ្ញុំបានអញ្ជើញកំពូលអ្នកជំនាញវិតម្លៃវត្ថុបុរាណហើយលើកនេះពួកអ្នកប្រកាសជាចាញ់ហើយមែនទេប្រហែលជាពួកលោកនៅតែជាអ្នកចាញ់ហ៊ានអួតអាងនៅមុខលោកគ្រូចូលទៀតឯងគិតថាឯងជាអ្នកណាជប់និយាយច្រងៀងទៅថ្ងៃនេះតម្លៃប៉ុន្មានត្រកូលស៊ឺនៅជីនលីង300លានត្រកូលលីវនៅជីនលីង500លានអីពួកគាត់ទាំងពីរត្រកូលចាប់ផ្ដើមប្រកួតប្រជែងទ្រព្យសម្បត្តិហើយខ្ញុំពិតជាទន្ទឹងរង់ចាំមើលថាអ្នកណាជាអ្នកឈ្នះអ្នកដែលត្រកូលលីវអញ្ជើញមកនេះជាមនុស្សខ្លាំងពិតជាហ៊ានថ្លៃនេះច្បាស់ណាស់លើសពីតម្លៃព្រះពុទ្ធរូបមហាធម្មនេះទៅទៀតហើយក្មួយឯងមានលុយច្រើនដល់ម្លឹងទេបានជាហ៊ានស្រែកប៉ុណ្ណឹងគាត់ស្រែកប៉ុន្មានត្រកូលលីវរបស់យើងនឹងគ្រប់គ្រងប៉ុណ្ណឹងតើពួកលោកហ៊ានបន្តដេញថ្លៃទៀតទេពុកយើងត្រូវបន្តទៀតទេនេះវាបានលើកតម្លៃខ្ពស់បំផុតនៃព្រះពុទ្ធរូបមហាធម្មនេះហើយមេត្រកូលស៊ឺខ្ញុំសូមណែនាំកុំឲ្យដេញថ្លៃទៀតព្រះពុទ្ធរូបមហាធម្មនេះមិនសមនឹងឲ្យលោកធ្វើស្ទើរនឹងគេឡើយបានហើយធ្វើតាមលោកគ្រូចូលទៅយើងលែងចូលរួមហើយពេលដែលពួកគេលែងបន្តហើយអញ្ចឹងព្រះពុទ្ធរូបមហាធម្មនេះនឹងក្លាយជារបស់យើងហើយមែនទេអូនព្រះពុទ្ធរូបនេះតម្លៃបំផុតត្រឹម500លានតែបងអូនបែរជាទិញក្នុងតម្លៃ500លានអូនពិតជាល្ងងខ្លៅពេកហើយលុយរបស់គ្រូសាស៊ូកាពីមុនបុកបញ្ចូលគ្នាក៏មិនច្រើនដូចលុយពួកឯងនេះដែរ6គ្រូសាចាញ់មិនខានទេពិធីករព្រះពុទ្ធរូបមហាធម៌នេះយើងទើបតែដេញថ្លៃបានមកបន្តិចទៀតគ្រូសាលាវនឹងទេថ្លៃនេះឲ្យពួកលោកឥឡូវនេះអាចយកព្រះពុទ្ធរូបនេះមកឲ្យខ្ញុំមើលជាមុនសិនបានទេបានទោះបីជាអ្នកជំនាញវិតម្លៃជាន់ខ្ពស់ដែលពួកឯងបានអញ្ជើញប្រហែលជាមានសមត្ថភាពខ្លះក៏ដោយតែថ្ងៃនេះខ្ញុំនឹងឲ្យពួកឯងបានឃើញថាពួកឯងចាញ់ដោយរបៀបអ្នកចាញ់ពួកឯងចាយលុយ500លានទិញព្រះពុទ្ធរូបដែលមានតម្លៃត្រឹមតែ500លានខាត់បង់100អ្នកណាឈ្នះអ្នកណាចាញ់គឺឃើញច្បាស់ក្រឡែតហើយ
ពួកឯងគិតថាខ្ញុំចាយលើស100ដើម្បីទិញព្រះពុទ្ធរូបនេះតែពួកឯងមិនដឹងទេថាខាងក្នុងព្រះពុទ្ធរូបនេះមានអ្វីខ្លះខ្ញុំនឹងប្រាប់ពួកឯងនៅខាងក្នុងនេះគឺជាក្របដែលមានតម្លៃ$1000 លានព្រះសារីរិកធាតុវ៉ាមិនក៏អាចទៅរួចអូព្រះអើយតែគេនេះអស់ចាពេកហើយនេះមិនគួរឲ្យជឿសោះមិនឆ្ងល់ទេដែលអាមួយនេះហ៊ាននិយាយលុយ500លានតាមពិតវាបានឃើញថាមានព្រះសារីរិកធាតុមួយអង្គដែលមានតម្លៃ$1000 លាននៅខាងក្នុងនេះពិតជាភ្នែកទិព្វមែនអាចមើលធ្លុះចូលខាងក្នុងបានពូកែខ្លាំងណាស់វ៉ាពិតជាមនុស្សនៅក្មេងសោះមានសមត្ថភាពលើអ្នកជំនាញវិតម្លៃកំណត់កម្ពុជាទៅទៀតសមត្ថភាពវិតម្លៃកំណត់របស់វាទៅថ្ងៃមុខនឹងកាន់តែពូកែយើងនឹងឈ្នះមិនខាតចាំមើលប្រកោស៊ីរបស់ពួកគេលើកនេះនឹងឈ្នះយ៉ាងម៉េចអីចឹងវាមានតែប្រកោលលុយឲ្យយើងហើយនៅមានប្រកោស៊ីទាំងមូលរបស់ពួកគេទៀតមួយវិញទៀតខ្ញុំបានឈ្នះការប្រកួតទាំង3ជុំទាំងអស់ហើយពួកឯងឃើញខ្ញុំហើយគួរតែហៅខ្ញុំថាម្ចាស់ហើយមែនទេឯងជិះជាន់គេខ្លាំងពេកហើយអាមួយនេះឯងរកងាប់ហើយមិនក៏សម្ដីដែលខ្លួនឯងនិយាយជាសាធារណៈមិនរាប់អានទៅវិញខ្ញុំប្រាប់អ្នកឥឡូវនេះទ្រព្យសម្បត្តិរបស់ត្រកូលស៊ូទាំងមូលរបស់អ្នកគឺជាបន្តិចទៀតយើងនឹងឲ្យអ្នករៀបចំការដេញយើងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរកម្មសិទ្ធិចាប់ពីពេលនេះទៅលោកនឹងលែងអាចគ្រប់គ្រងត្រកូលស៊ូបានប្រធានត្រកូលស៊ូលោកបានចាញ់ហើយនោះហើយត្រូវតែទទួលស្គាល់ការចាញ់មិនក៏ចង់ប្រកែកទៀតខ្ញុំក្នុងនាមជាអ្នករៀបចំការដេញថ្លៃម្នាក់ពិតណាស់ខ្ញុំត្រូវជួយធ្វើជាសាក្សីឲ្យលោកលីឥឡូវនេះខ្ញុំនឹងទៅបោះពុម្ពកិច្ចសន្យាភ្លាមបើដឹងមុនខ្ញុំមិនភ្នាល់ជាមួយត្រកូលលីទេធ្វើឲ្យខ្ញុំចាញ់អស់ត្រកូលស៊ូទាំងមូលស៊ូជីឈៀងលោកមិនក្រអឺតក្រទុំទេលោកមិនមើលងាយអ្នកជំនាញវិតម្លៃដែលត្រកូលលីបានអញ្ជើញមកទេជាអ្នកជំនាញទៅហៅអស់មុខហើយមែនទេលីស៊ីហើយលោកស៊ូចុះហត្ថលេខាទៅលោកស៊ូបានចុះហត្ថលេខារួចហើយលោកមើលកិច្ចសន្យាផ្ទេរកម្មសិទ្ធិនេះបន្តិចបើគ្មានបញ្ហាអ្វីទេចុះហត្ថលេខាទៅសូមអបអរសាទរលោកលីវសូមអបអរសាទរលោកយើងទទួលបានទ្រព្យសម្បត្តិទាំងអស់របស់ត្រកូលស៊ូហើយចាំយើងជួយផ្ទេរកម្មសិទ្ធិនិងបដូរឈ្មោះឲ្យអ្នកអីចឹងអរគុណច្រើនពួកយើងទៅការដេញថ្លៃចប់ហើយពួកយើងត្រឡប់ទៅវិញទៅសមត្ថភាពពិនិត្យវត្ថុបុរាណរបស់លោកលីវពិតជាធ្វើឲ្យខ្ញុំកោតសរសើរខ្លាំងណាស់បើគ្មានលោកលីវយប់នេះទេត្រកូលលីវរបស់យើងពិតជាត្រូវត្រកូលស៊ូលេបត្របាក់ហើយសំណាងល្អដែលអ្នកបានទប់ស្កាត់គ្រោះមហន្តរាយជួយសង្គ្រោះត្រកូលលីវរបស់ខ្ញុំពីគ្រោះថ្នាក់អ្នកបានជួយត្រកូលលីវរបស់ខ្ញុំឈ្នះពួកយើងនឹងឲ្យអ្នក50លានសម្រាប់ការវិតម្លៃលុយនេះអ្នកត្រូវតែទទួលយកនេះជាបំណងល្អរបស់យើងក្នុងពេលដែលលោកបាននិយាយបែបនេះហើយអញ្ចឹងខ្ញុំសូមទទួលយករង្វាន់នេះហើយខ្ញុំមានការងារខ្លះខ្ញុំសូមទៅមុនហើយហឹមល្អហើយមកជាងមនុស្សដែលមានសមត្ថភាពដូចលោកលីវនេះចាប់ពីពេលនេះទៅឯងត្រូវតែចេញចូលទៅមកច្រើនបើអាចទៅរួចព្យាយាមឲ្យខ្លាចជាមិត្តប្រុសមិត្តស្រីកូនប្រសារដែលមានភាពប៉ិនប្រសប់ដូចលោកលីវបែបនេះខ្ញុំចូលចិត្តណាស់ប៉ាខ្ញុំនឹងប្រឹងល្អហើយលោកលីវបោះរកខ្ញុំមកនេះមានការអីដែរលោកលីវនេះជាមិត្តភក្តិរបស់ខ្ញុំគឺលោកវ៉ាងជឿហឺគាត់តែងតែចូលចិត្តព្រះពុទ្ធសាសនាណាស់ដូច្នេះហើយពេលគាត់ដឹងថាអ្នកបានទទួលព្រះសារីរិកធាតុដ៏ប្រសើរក៏បានសួរខ្ញុំរឿងអ្នកហើយចង់ទិញព្រះសារីរិកធាតុនោះពីអ្នកលោកលីវខ្ញុំពិតជាចង់ទិញព្រះសារីរិកធាតុរបស់លោកណាស់មិនដឹងថាលោកអាចលក់ប៉ុន្មានដែរតើលោកសុខចិត្តចំណាយប៉ុន្មានដែរលោកក៏ដឹងហើយថាព្រះសារីរិកធាតុរបស់ខ្ញុំនេះមិនថោកទេណាយ៉ាងហោចណាស់ក៏អាចមានតម្លៃ$1000លានដែរខ្ញុំសូមជម្រាបលោកលីវត្រង់ខ្ញុំក៏ជាអ្នកដែលចូលចិត្តប្រមូលវត្ថុបុរាណនៅផ្សារវត្ថុបុរាណជីនលីងក៏មានហាងមួយដែរទោះបីជាប្រាក់ចំណេញពីអាជីវកម្មមិនខ្ពស់ប៉ុន្តែក៏បានប្រមូលវត្ថុបុរាណជាច្រើនផងដែរខ្ញុំពិតជាចាប់អារម្មណ៍នឹងព្រះសារីរិកធាតុនេះណាស់តម្លៃ$1000លាននេះគឺខ្ពស់បន្តិចហើយតើអាចបន្ថយតម្លៃបន្តិចបានទេលោកក៏ដឹងហើយថាព្រះសារីរិកធាតុនេះមិនមានតម្លៃទាបទេតែបើខ្ញុំមិនបញ្ចុះថ្លៃ1សេនប្រហែលលោកក៏ពិបាកទទួលយកដែរអញ្ចឹងអីចេះវិញថ្មីនេះខ្ញុំចង់បើកហាងលក់វត្ថុបុរាណមួយហើយកំពុងរកមើលកន្លែងទំនេរខ្លះបើលោកសុខចិត្តផ្ទេរហាងនោះឲ្យខ្ញុំនឹងបញ្ចុះថ្លៃឲ្យលោក50លានទៀតមិនដែរខ្ញុំគាត់ជំពាក់ខ្ញុំរាប់សែនអ្វីដែលខ្ញុំធ្វើពេលនេះក៏ដើម្បីហាងនេះអាចផ្ទេរជូនលោកបានវត្ថុបុរាណក្នុងហាងបើលោកចូលចិត្តលោកអាចទុកវាបានរបស់ក្នុងនេះខ្ញុំនឹងទៅមើលប៉ុន្មានថ្ងៃទៀតខ្ញុំនឹងរក្សាទុកមួយផ្នែកចំណែកដែលនៅសល់លោកវ៉ាងអាចចាត់ការដោយខ្លួនឯងបានល្អ
ចឹងធ្វើតាមអ្វីដែលលោកលីវបាននិយាយទៅខ្ញុំនឹង scan លុយជូនលោកឥឡូវនេះហើយកាត់ធនាគារបានចូល950នេះជាព្រះសារីរិកធាតុល្អអរគុណលាហើយលោកលីវពិតជាអស្ចារ្យណាស់កាលពីម្សិលមិញនៅឯការដេញថ្លៃរហូតដល់បានទិញយកត្រកូលស៊ីទាំងអស់ទ្រព្យសម្បត្តិរបស់លោកពេលនេះប្រកាសជាមាន 1000 លានហើយមែនទេបានគិតដល់ការយកខ្ញុំដែរទេខ្ញុំពិតជាជាប់រវល់រកលុយមែនមិនទាន់គិតរឿងមានមិត្តស្រីនៅឡើយទេបរិះមានមហិច្ឆតាអាជីវកម្មក៏ជារឿងល្អដែរខ្ញុំគាំទ្រលោកអូហាងដែលលោកទើបតែទិញរួចទេទុកឲ្យខ្ញុំមើលថែចុះលុយដែលរកបានយើងចែកគ្នា 4-5 មួយមិនដែរបានតើល្អណាស់អញ្ចឹងបងនឹងបើកខាងពេលណាដែរបាននិយាយពីការបើកខាងវិញថ្ងៃខានស្អែកមិនដែរដល់ពេលនោះនៅតែត្រូវអញ្ជើញកញ្ញាលីនមកជួយបន្តិចនេះជារឿងដែលគួរតែធ្វើតាអញ្ចឹងយើងជួបគ្នាថ្ងៃខានស្អែកបន្ទាប់មកសូមគោរពអញ្ជើញលោកលីវដើម្បីកាត់ខ្សែបូសម្ពោធហាងថ្មីរបស់យើងសូមទេដៃស្វាគមន៍សូមអរគុណអស់លោកដែលបានឆ្លៀតពេលដ៏មីនិតមកចូលរួមពិធីសម្ពោធហាងថ្មីរបស់យើងជាមួយការគាំទ្រពីសំណាក់អស់លោកចាប់ពីពេលនេះទៅអាជីវកម្មហាងរបស់ប្រកាសជារីកចម្រើនកាន់តែខ្លាំងក្នុងនាមខ្ញុំបាទលីវសូមថ្លែងអំណរគុណអស់លោកស្រីទាំងអស់ល្អណាស់មានខ្ញុំនៅទីនេះហាងនេះនឹងបើកមិនបានយូរទេនេះមិនត្រឹមត្រូវទេតើមានរឿងអ្វីកើតឡើងនេះជានរណាលោកស៊ុនបើលោកមកគាំទ្រខ្ញុំស្វាគមន៍ប៉ុន្តែបើលោកមកបង្កបញ្ហាអញ្ចឹងកុំថាខ្ញុំមិនយកលោកត្រូវហើយខ្ញុំមកបង្កបញ្ហាលើកមុនលោកចាយ500ទិញរូបសំណាកនេះក្រឡឹងរបស់ខ្ញុំលោកបន្តទៅបានរាប់សិបម៉ឺនឥឡូវនេះលោកត្រូវសងខ្ញុំ1 លានរឿងនេះទើបអាចដោះស្រាយដោយសន្តិវិធីបានម្យ៉ាងវិញទៀតលោកក៏មិនចង់ឃើញគេមកបង្កបញ្ហាដែរមែនទេស៊ុនថៅខ្ញុំបានទិញរបស់ឯងរួចហើយលោកបានប៉ុន្មានក៏គ្មានពាក់ព័ន្ធនឹងឯងបន្តិចណាដែរឥឡូវនេះឯងភ្លាមនាំមនុស្សឯងចេញទៅខ្ញុំចង់និយាយគ្នាដោយល្អជាមួយលោកប៉ុន្តែលោកមិនព្រមទេអញ្ចឹងកុំបន្ទោសខ្ញុំបើខ្ញុំចាប់ដើមពួកឯងកុំតិចវាទៅឈប់អញដឹងទេថាទង្វើរបស់ឯងបែបនេះគឺជាបទល្មើសខ្ញុំគេជំពាក់ខ្ញុំរាប់សិបម៉ឺនការដែលខ្ញុំធ្វើបែបនេះឥឡូវនេះក៏មិនមែនដើម្បីបង្ខំឲ្យគាត់សងលុយរឿងឧក្រិដ្ឋកម្មអីអញទៅឆ្ងាយពីខ្ញុំទៅបើមិនអីចឹងទេខ្ញុំនឹងវាយអញដែរកញ្ញាលីនមិនអីទេទុកឲ្យខ្ញុំដោះស្រាយចុះស៊ុនថៅអញកុំគិតថាឯងបានបំផ្លាញភាពយន្តរបស់ខ្ញុំហើយអាចគេងលក់ស្រួលបាក់ខ្ញុំប្រាប់ឯងខ្ញុំនឹងរកការខាតបង់ទាំងអស់ក្នុងហាងរបស់ខ្ញុំពេលក្រោយលើកនេះខ្ញុំនឹងធ្វើឲ្យឯងរកស៊ីលែងកើតទេលាវឆានឯងកុំរៀមខ្ញុំអញគិតថាខ្ញុំខ្លាចឯងមែនទេខ្ញុំប្រាប់ឯងពួកខាងម្ដាយរបស់ខ្ញុំគឺជាប្រមុខគ្រួសារលីវូខ្ញុំមិនខ្លាចអ្វីទាំងអស់តោះទៅស៊ុនថៅអញប្រើឈ្មោះរបស់ខ្ញុំទៅបៀតបៀនគេនៅខាងក្រៅអញបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្ញុំបែបនេះហើយលោកពូខ្ញុំធ្វើបែបនេះក៏ដើម្បីការពារផលប្រយោជន៍របស់ខ្ញុំដែរនិងកិត្តិយសរបស់ខ្ញុំលោកលាវខ្ញុំបានបង្កបញ្ហាដល់លោកហើយស៊ុនថៅនេះជាកូនបងថ្លៃរបស់ខ្ញុំធម្មតាគេធ្លាប់អេងក្អាងតែងតែយកឈ្មោះខ្ញុំទៅធ្វើធំអ្នកចង់ចាត់ការគេយ៉ាងម៉េចខ្ញុំអត់លូកដៃទេខ្ញុំគាំទ្រអ្នកទាំងស្រុងគេគ្រាន់តែជាអ្នកដឹកម្ហូបទេហើយអ្វីបានជាអ្នកហៅគាត់លោកលាវហើយគោរពគាត់ខ្លាំងម្ល៉េះយើងជាសាច់ញាតិពិតមាត់មិញនេះឯងបានចាត់មនុស្សទៅកំទេចហាងលោកលីវមែនទេឆាប់ប្រាប់ពួកវាមកចេញមកពួកឯងទាំងអស់ឆាប់ចេញមកលឿនឆាប់ឡើងចេញមកហើយពួកវាចេញមកអស់ហើយហាអីយ៉ាស៊ុនថៅឯងពិតជាក្លាហានមែនហ៊ានទៅកំទេចរបស់ច្រាញ៉ាំងនេះឆាប់សងសំណងលោកលីវទៅលីវចិនអត់ទេលោកលីវតើគួរតែសងសំណងប៉ុន្មានដែរយើងខ្ញុំនឹងសងសំណងយ៉ាងនេះជារបស់រាជវង្សចាន់ឆ្នាំងរាជវង្សឈីងនិងគំនូរដ៏មានតម្លៃទាំងនេះត្រូវបានមនុស្សរបស់ឯងបំផ្លាញអស់ហើយខ្ញុំយកលុយឯង20 លានអី20 លានឯងធ្វើអីភ័យម្លេះឆាប់សក់បើឯងហ៊ានធ្វើលោកលីវអាអន់ចិត្តទៀតខ្ញុំនឹងបំបាក់ពួកឯង
នោះគឺ20លានឯណោះគេនៅតែគិតរឿងលុយទៀតឥឡូវនេះនៅតែស្ដាយលុយអញទៀតអីចឹងក៏ចាំលោកលាវបំបាក់ទៅអាយ៉ាកុំពូខ្ញុំឲ្យហើយមិនបានទេឬអាយ៉ាខ្ញុំបានធ្វើរឿងឈួតអីបានជាមកប៉ះពាល់លោកលាវចេននេះរឿងសំខាន់ជាងនេះទៀតគឺពូនៅតែគោរពលោកលាវចេនខ្លាំងម្ល៉េះអូយលុយ20តាំងពីពេលនេះទៅខ្ញុំត្រូវបោកមនុស្សប៉ុន្មានអ្នកទើបរកលុយមកវិញបានអាយ៉ាលោកលាវខ្ញុំបានផ្ទេរ20លានហើយបើមានលើកក្រោយទៀតនឹងមិនស្រួលបែបនេះទៀតទេបាទខ្ញុំដឹងថាខ្ញុំខុសហើយខ្ញុំនឹងមិនធ្វើបែបនេះទៀតទេនៅទីនេះធ្វើអីទៀតនាំមនុស្សហែងចេញទៅភ្លាមឲ្យខ្ញុំមកលោកលាវសូមអបអរសាត្រហាងថ្មីរបស់លោកខ្ញុំនឹងមកឈីងមកអបអរសាត្រលោកអរគុណច្រើនលោកប្រធានគ្រួសារលាវខ្ញុំលាវសៀវជេអូលោកលាវយប់នេះមានពិធីវិតម្លៃកំណត់ទ្រព្យមួយខ្ញុំគិតថាលោកប្រកាសជាចាប់អារម្មណ៍ហើយពិធីវិតម្លៃកំណត់ទ្រព្យហាក់ដូចជាខ្ញុំអាចរកកំណត់បានទៀតហើយអាចរកលុយបានច្រើនទៀតហើយបានយប់នេះខ្ញុំនឹងទៅចូលរួមសូមអរគុណភ្ញៀវទាំងអស់ដែលបានចូលរួមពិធីវិតម្លៃកំណត់ទ្រព្យនាថ្ងៃនេះបន្ទាប់ខ្ញុំនឹងប្រកាសពីច្បាប់សរុបមានវត្ថុ3មុខសម្រាប់ឲ្យអ្នកទាំងអស់គ្នាពិនិត្យមើលជុំនីមួយមានវត្ថុ3មុខរកឃើញវត្ថុពិតប្រាកដនឹងឈ្នះហើយភាពលំបាកនឹងកើនឡើងជាលំដាប់អ្នកដែលឈ្នះនៅទីបំផុតនឹងទទួលបានពីកម្មវិធីវិតម្លៃកំណត់ទ្រព្យនៅទឹកប្រាក់20លានយន្តនិងត្បូងមរកតឆៅដ៏មានតម្លៃបំផុតមួយដុំនឹកស្មានមិនដល់ថាទឹកប្រាក់រង្វាន់នៃពិធីវិតម្លៃកំណត់ទ្រព្យនេះច្រើនសន្ធឹកសន្ធាប់ដល់ថ្នាក់នេះសោះ20លាននេះខ្ញុំនឹងឈ្នះឥឡូវចាប់ផ្ដើមដាក់តាំងវត្ថុបុរាណគំរូនេះមានតម្លៃ50យន់គំរូនេះមានតម្លៃ100យន់ផ្ទាំងផាត់ពណ៌វត្ថុបុរាណសម័យឈីងយងចឹងតម្លៃ100000យន់លោកលាវតើលោកគិតថាមួយណាពិតប្រាកដទី3មកឈីងនាងក៏មកចូលរួមដែរចូលរួមមហាសន្និបាតវីដបើនាងពេញចិត្តមួយណាប្រាប់ខ្ញុំមកខ្ញុំនឹងទិញវីជូននាងមិនបាច់ទេខ្ញុំមិនមែនមកឈីងបែបនេះទេខ្ញុំបាននាំគ្រូវីតម្លៃវត្ថុបុរាណម្នាក់មកជាមួយឲ្យគាត់ជួយវីតម្លៃជូននាងម្ចាស់ជើងឯកលើកនេះច្បាស់ជានាងហើយមិនបាច់ទេលោកគួរឲ្យធុញណាស់ខ្ញុំខ្លួនឯងក៏បាននាំគ្រូវីតម្លៃមកដែរអ្នកណាគេម្នាក់នេះទៅគាត់គ្រាន់តែជាប្រុសស្អាតត្រូវគេចិញ្ចឹមធម្មតាទេតើនាងត្រូវគាត់បោកប្រាស់ឬលោកម្ចាស់នេះមានន័យថាមើលងាយខ្ញុំឬត្រូវហើយបើអីចឹងមែនអីចឹងយើងភ្នាល់គ្នាទៅបើខ្ញុំឈ្នះទាំង4ជុំនេះអ្នកឲ្យខ្ញុំ$3លានមិនដែរល្អខ្ញុំភ្នាល់ជាមួយឯងបើឯងឈ្នះខ្ញុំនឹងឲ្យឯង$10លានតែបើឯងចាញ់ចេញឲ្យឆ្ងាយពីម្ដាយឯងទៅគ្មានបញ្ហាអីទេហឺឯងរកទុកដាក់ខ្លួនហើយក្មេងឯងចង់ឲ្យខ្ញុំប្រាប់ទេថាមួយណាជារបស់ពិតតែឯងត្រូវលុតជង្គង់អង្វរខ្ញុំសិនហាសូមអញ្ជើញទស្សនាវត្ថុតាងអីមួយណាជារបស់ពិតហឹមទី3ប្រកាសហើយឬសូមលោកអ្នកសរសេរវត្ថុតាងដែលបានជ្រើសរើសនៅលើក្រដាសប្រគល់ជូនបុគ្គលិករបស់យើងអ្នកដែលបានជាប់ក្នុងជុំទី1មានលីវឈិនហានវិនជុនជាវហួយសុងគូហ៊ឺឈិននិងចៅទីយ៉ូនឥឡូវនេះយើងបន្តទៅជុំទី2ពេញមន់ដងឆៃសម័យម៉េងគឺជារបស់កំមមានតម្លៃ300000យន់ចាន់ដេកអដ្ឋានរូបប្រមូលផលសម្រាប់ពិធីជប់លៀងក្អមពណ៌ព្រះທາງសាំចេងសម្រាប់ពិធីជប់លៀង
ក្មេងប្រុសអញឃើញឯងមើលយូរហើយមើលមិនដឹងមួយណាជារបស់ពិតមែនទេអ្នកមើលដឹងហើយឬជាការពិតណាស់គ្រូជំនាញវិតម្លៃវត្ថុបុរាណរបស់ខ្ញុំបានប្រាប់ខ្ញុំថាចានដីអត្ថានរូបប្រមូលផលនេះគឺជារបស់ពិតហើយវាមានតម្លៃយ៉ាងហោចណាស់30,000 យ៉នអ្នកជំនាញវិតម្លៃវត្ថុបុរាណរបស់អ្នកនេះទិញបាន 9.9 យ៉នដឹកជញ្ជូនឥតគិតថ្លៃមែនទេនេះគ្រាន់តែជារឿងមិនសមហេតុផលប៉ុណ្ណោះលុយរបស់មហាសេដ្ឋីពិតជានៅតែញីបោកមែនអ្នកមានន័យយ៉ាងម៉េចខ្ញុំបានវិតម្លៃវត្ថុបុរាណជាច្រើនហើយមិនដែលធ្វើខុសទេលោកម្ចាស់ហ៊ានគុំជឿអាមួយនេះវាកំពុងនិយាយត្រដរទេខ្ញុំនិយាយត្រដរអីចឹងថ្ងៃនេះខ្ញុំនឹងបង្រៀនឯងពីរបៀបវិតម្លៃវត្ថុបុរាណដើម្បីឲ្យឯងដឹងច្បាស់ពីគម្លាតរវាងឯងនិងខ្ញុំចានដីអត់ហែនពណ៌នេះមើលទៅពិតជាដូចរបស់ពិតមែនតែបើឯងពិនិត្យឲ្យបានល្អិតល្អន់ឯងនឹងឃើញថាផ្ទៃខាងក្រៅវាលោងតែមាត់ចានបែរជាមានស្នាមឆ្កូតដែលគេធ្វើដោយដៃច្រើនកន្លែងទៅវិញម្យ៉ាងទៀតវត្ថុនេះច្បាស់ជារបស់សម័យរាជវង្សមីងតែស្នាមឆ្កូតទាំងនេះមើលទៅដូចជារបស់ថ្មីចុះខ្ញុំមើលខុសមែនទេអាហោះយ៉ាងម៉េចហើយអ្វីដែលគេនិយាយជាការពិតមែនទេមែនហើយខ្ញុំផ្លត់ស្នៀតហើយមុននេះខ្ញុំអត់បានប្រើកែវពង្រីកទេធានាថាគ្មានកំហុសឆ្គងទៀតទេអាសម្រាមអញលួចភ្នែកអញចោលឥឡូវអញជឿអត់ដើមឡើយចង់ធ្វើជាអ្នកជំនាញវិតម្លៃវត្ថុបុរាណដើម្បីបង្ក្រប់កិច្ចបោកលុយបានបន្តិចបន្តួចក៏ចប់រឿងហើយមិននឹកស្មានថាជួបអ្នកជំនាញវិតម្លៃវត្ថុបុរាណពិតប្រាកដទេអេជីវិតខ្ញុំពិតជាលំបាកណាស់អ្នកដែលបានជាប់នៅក្នុងជុំទី2មានលីវឈិនសៀវហ្វាយចៅទីយុនហឹមហាហាឥឡូវនេះចូលដល់ជុំទី3ហើយណាខ្ញុំនឹកឃើញហើយវិធានជុំទី3និងទី4ត្រូវបានផ្លាស់ប្ដូរជុំចុងក្រោយសុទ្ធតែរបស់ពិតរបស់យើងត្រូវការឲ្យអ្នកវិតម្លៃជួយយើងកំណត់វត្ថុបុរាណដែលមានតម្លៃបំផុតអ្នកដែលកំណត់តម្លៃខ្ពស់ជាងគេជាអ្នកឈ្នះហឹមធ្វើអីហ្នឹងមកនេះលេងខ្លាចហើយតោះលោកឈៀវខ្ញុំមើលទៅចានដីអាតពណ៌ស្វាយចម្លាក់នេះពណ៌នេះល្អណាស់គ្រឿងស្មូននេះមានមាត់រីកទម្រង់របស់វាមានរាងស្អាតនិងស៊ីគ្នាធាតុដីរបស់វាណែនល្អិតល្អន់ផ្ទៃរលោងល្អិតល្អន់ខ្លាំងណាស់មើលទៅមានភាពទន់ភ្លន់ប៉ុន្តែពណ៌រលោងរបស់វាបែរជាពណ៌ខៀវការលាយបញ្ចូលគ្នានៃពណ៌ខៀវស្រាលនិងសមានសោភ័ណភាពខ្លាំងណាស់អ្នកគិតយ៉ាងណាដែរវត្ថុបុរាណរាជវង្សឈីងមានតម្លៃ 50,000 វត្ថុដ៏ល្អបំផុតសម័យមីងតម្លៃ 3 លានយួនជាវត្ថុបុរាណដ៏មានតម្លៃ80,000 យួនឆាប់ឡើងមួយណាទៅមួយណាជារបស់ពិតមួយនេះថ្លៃបំផុតក្មេងពេលនេះឯងមើលមិនដឹងហើយមែនទេឯងមិនមែនពូកែណាស់ទេលោកប្រុសហានលុយ10លានយួនរបស់លោករៀបចំរួចហើយឬនៅនិយាយតាមត្រង់ទៅលុយ10លានយួននេះជាលុយងាយស្រួលបំផុតដែលខ្ញុំរកបានក្នុងជីវិតនេះបើមិនជឿចាំមើលថាឯងអាចមើលដឹងទៀតអត់អីចឹងតាមពាក្យសម្ដីឯងមានន័យថាឯងចង់ភ្នាល់ជាមួយខ្ញុំទៀតមែនទេខ្ញុំស្វាគមន៍ជានិច្ចនិយាយមកឯងចង់បន្ថែមលុយភ្នាល់ប៉ុន្មានទៀតអីចឹងបន្ថែម5លានយួនទៀតមកថាឯងចាញ់អីចឹងបន្តិចទៀតឯងនឹងដឹងថាខ្ញុំចាញ់ឬឈ្នះហើយលោកលីវលោកគិតថាមួយណាជារបស់ពិតខ្ញុំជ្រើសរើសចានរៀបលំនាំនាគតម្លៃ3លានយួនចំណែកឯផ្ទាំងថ្មចម្លាក់នាគពីដីឥដ្ឋពណ៌ស្វាយវិញតម្លៃ 50,000 យួនក្អមមាត់ក្រឡាត់ត្រចៀក2តម្លៃ 80,000 យួនលោកលីវអ្នកគួរគិតម្ដងទៀតនេះជាជុំចុងក្រោយហើយមិនបាច់គិតទៀតទេខ្ញុំជ្រើសរើសនាគសរាបល្អអ្នកសម្រេចចិត្តហើយខ្ញុំគាំទ្រអ្នកហាហាហាមួយឈីងអាប្រុសនេះអស់សង្ឃឹមហើយជាក់ស្ដែងវាគឺជាពេញនាយក្រុមឆ្លាក់ដីឥដ្ឋពណ៌ស្វាយនេះពីមុនតែគេបែរជាថានាគសរាបមានតម្លៃ3លានទៅវិញហាអ្នកថាគួរឲ្យអស់សំណើចទេហា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 គាត់និយាយត្រូវបើមានមិត្តក៏អាចរក្សាទុកបានដែរមួយឈីងអាប្រុសនេះមានមន្តស្នេហ៍អីគេសង្ហាដូចខ្ញុំទេគេហឹមហាហាហាក្មេងលើកនេះឯងប្រកាសជាមើលខុសហើយរងចាំទទួលស្គាល់ការបរាជ័យទៅរងចាំអ្នកលុតជង្គង់សំពះសំទោសខ្លាចតែធ្វើឲ្យអ្នកខកចិត្តហើយ
ការប្រកួតវិតម្លៃវត្ថុបុរាណរបស់យើងគឺបានបញ្ចប់ទាំងស្រុងហើយឥឡូវនេះបញ្ជីឈ្មោះអ្នកឈ្នះគឺនៅនឹងដៃខ្ញុំហើយអ្នកឈ្នះនឹងទទួលបានពីកម្មវិធីវិតម្លៃវត្ថុបុរាណចំនួន20លាននិងត្បូងមរក3ដុំដែលមានគុណភាពខ្ពស់ជើងឯកប្រកាសជើងឯកឆាប់ឡើងត្រូវហើយប្រកាសជើងឯកឆាប់ឡើងអ្នកទាំងអស់គ្នាកុំទាន់អាល់អីចឹងជើងឯករបស់យើងនៅយប់នេះគឺលីវចេងអរព្រះជាម្ចាស់ល្អណាស់ពិតជាមិននឹកស្មានដល់សោះត្រូវហើយពិតមែនហើយពិតជាមិននឹកស្មានដល់មែនមិននឹកស្មានថាជាគាត់សោះអីគេមិនក៏អាចទៅរួចពិតជាដបសំប៉ែតនេះមែនឬមួយក៏ដបមិញនេះគឺជារបស់សម័យស្វេងឌឺរាជវង្សមីងបាទនេះពិតជាមកពីសម័យស្វេងឌឺនៃរាជវង្សមីងមែនដបសំប៉ែតក្បាច់នាគស្នេះដែលមាននៅលើទីផ្សារតម្លៃត្រឹមតែប្រហែល1លានប៉ុណ្ណោះប៉ុន្តែបើយើងមើលឲ្យចិត្តយើងនឹងឃើញថានៅលើដបនេះក៏មានរូបនាគស្មួយដែលមានរកពីអង្គអាចមើលតែប៉ុណ្ណឹងក៏ដឹងថាគឺជារបស់ប៉ូសេឡែនរបស់រាជវាំងសម័យមីងបើសិនខ្ញុំស្មានមិនខុសទេតម្លៃទីផ្សាររបស់វាគួរតែលើសពី100លានហើយអស្ចារ្យណាស់យុវជនពិតជាអស្ចារ្យមែនលោកលីវនេះជាអ្នករៀបចំកម្មវិធីពិនិត្យវត្ថុបុរាណរបស់យើងដែលបានរៀបចំប្រាក់សុទ្ធ7លានសម្រាប់លោកនិងដុំត្បូងថ្មខៀវគុណភាពល្អ3ដុំទៀតសូមអរគុណលោកលីវតើអ្នកត្រូវការសម្ភារៈយេតទាំងនេះទេខ្ញុំមិនត្រូវការពួកគេទេតើអ្នកចង់បានពួកគេទេតើវាអាចយ៉ាងដូចម្តេចខ្ញុំនឹងផ្ដល់ឲ្យពួកគេបានទទួលពួកគេដោយកម្លាំងរបស់អ្នកតើអ្នកអាចផ្ដល់ឲ្យពួកគេសម្រាប់ខ្ញុំយ៉ាងដូចម្តេចចុះបញ្ហានេះវិញអ្នកអាចបើកតម្លៃបានមិនអីទេចាប់តាំងពីនោះជាករណីគ្រាន់តែឲ្យខ្ញុំ3លានអ្នកទាំងនេះគឺជាកាយាន3ដែលមិនអាចកាត់ថ្លៃបានតម្លៃគួរតែមានច្រើនជាង7ឬ8លានដុល្លារលីវឆេនចង់បានតែ3លានប៉ុណ្ណោះគាត់ស្ទើរតែបានទិញវាហើយឲ្យវាមកខ្ញុំសូមអរគុណលោកលីវខ្ញុំបានធ្វើកំហុសមួយទៀតនៅឯការប្រជុំដាវខ្ញុំរកបាន2300លានអ្នកអូត្រូវហើយខ្ញុំត្រូវតែធ្វើការភ្នាល់ជាមួយហានវិញគាត់មិនទាន់បានផ្ដល់ប្រាក់ឲ្យខ្ញុំនៅឡើយទេតើអ្នកនឹងទៅណាឥឡូវនេះយើងបានធ្វើការភ្នាល់ឥឡូវនេះបានបាត់បង់ហើយខ្ញុំបានឈ្នះការប្រកួតនេះឲ្យខ្ញុំ15លានអ្នកតើអ្នកអាចផ្ដល់ឲ្យខ្ញុំតិចជាងនេះទេខ្ញុំបានរស់នៅលើវាអស់រយៈពេល10ឆ្នាំហើយខ្ញុំនឹងមានបញ្ហាអស់រយៈពេល10ឆ្នាំហើយអ្នកគឺជាម្ចាស់វ័យក្មេងអ្នកមានតែ5លានក្នុងមួយឆ្នាំវាហាក់ដូចជាអ្នកកំពុងរស់នៅក្នុងជីវិតលំបាកកុំបារម្ភខ្ញុំនឹងឲ្យអ្នកខ្លះខ្ញុំនឹងមិនធ្វើឲ្យអ្នកឃ្លានទេសូមអរគុណកាត់ធនាគារមានចំនួន15លានអ្នកកាត់ធនាគារមានចំនួន250លានអ្នករងចាំអ្នកកំពុងលួចបន្លំតើមានអ្វីទៀតកុំមានន័យដូច្នេះចេញពីទីនេះឬអ្នកមិនអាចសំបីតែឡានក្រុងបានទៅសូមរងចាំតើមានបញ្ហាអ្វីក្មេងខ្ញុំគិតថាអ្នកមានទេពកោសល្យខ្លាំងណាស់នៅចំការនៃដាវកំណប់ទ្រព្យតើធ្វើដូចម្តេចអំពីការធ្វើជាសិស្សរបស់ខ្ញុំអ្នកមើលទៅសាំនឹងខ្ញុំតើអ្នកជាអនុប្រធានម្នាក់ក្នុងចំណោមអនុប្រធាននៃសមាគមកំណែរបស់ដាវលោកយ៉ាវឌៀននោះហើយជាអតីតកាលវាជាអតីតកាលប៉ុន្តែកុំគិតអំពីវាលោកលីវមិនទាំងធ្វើការជាកូនជាងរបស់នីយូតើគាត់អាចធ្វើជាសិស្សរបស់អ្នកយ៉ាងដូចម្តេចអ្វីគាត់ខ្ញុំឆ្លើយលោកយ៉ាវមិនចាំបាច់ធ្វើដូចនោះទេខ្ញុំមិនមើងងាយនរណាម្នាក់ទេវាគ្រាន់តែថាខ្ញុំមិនចូលចិត្តធ្វើជាសិស្សរបស់អ្នកផ្សេងទេយើងកំពុងចាក់ចេញហើយតោះទៅកណ្ដឹងលីនអ្នកនៅទីនេះដើម្បីថែរក្សាអាជីវកម្មរបស់ខ្ញុំលោកលីវពិតជារឿងកំប្លែងណាស់ខ្ញុំកំពុងស្វែងរកអ្នកយឺតខ្ញុំចង់ឲ្យអ្នកជួយខ្ញុំនឹកលីននិយាយវាតារាប់ណាខ្ញុំអាចជួយគាត់ខ្ញុំនឹងជួយគាត់ខ្ញុំមានការចូលរួមជាមួយអនុបណ្ឌិតគ្រួសាររបស់លោកខ្ញុំមិនចង់រៀបការជាមួយគាត់ទេខ្ញុំចង់ឲ្យអ្នកធ្វើពុតជាមិត្តប្រុសរបស់ខ្ញុំជាមីមានទេពកោសល្យខ្លាំងណាស់នៅក្នុងវត្ថុបុរាណខ្ញុំចង់ឲ្យអ្នកប្រកួតប្រជែងជាមួយលើការចូលរួមរបស់យើងប្រសិនបើគាត់បាត់បង់យើងអាចបំបែកការចូលរួមរបស់យើងជាការពិតណាស់ខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកជួយខ្ញុំសម្រាប់អ្វីទាំងអស់បន្ទាប់ពីពិធីនេះខ្ញុំនឹងផ្ទេរប្រាក់ចំនួន3លានអ្នកមកជាការខិតខំមិនអីទេគ្មានបញ្ហាទេវាយឺតពេលយប់តើអ្នកកំពុងធ្វើអ្វីនៅម្នាក់ឯងកុំភ្លេចយើងបានភ្ជាប់ពាក្យ
ជាវអ្នកបានធ្វើតាមខ្ញុំបានប្រាប់អ្នកខ្ញុំមិនអាចរៀបការជាមួយអ្នកបានទេតើអ្នកអាចបញ្ឈប់ការលួងលោមខ្ញុំបានទេខ្ញុំពិតជាចូលចិត្តអ្នកណាស់យើងគឺជាការប្រកួតដ៏ល្អឥតខ្ចោះតើអ្នកកំពុងធ្វើអ្វីអនុញ្ញាតឲ្យខ្ញុំសូមអង្វរអ្នកគ្រាន់តែសន្យានឹងខ្ញុំជាវខ្ញុំមានមិត្តប្រុសម្នាក់បាទខ្ញុំជាមិត្តប្រុសរបស់ជាវខ្ញុំគិតថាការចូលរួមរបស់អ្នកមិនរាប់បញ្ចូលតើអ្នកកំពុងនិយាយអំពីអ្វីតើអ្នកហ៊ាននិយាយជាមួយខ្ញុំយ៉ាងដូចម្តេចតើអ្នកដឹងថាខ្ញុំជានរណាទេប្រសិនបើអ្នករឹងរូសខ្លាំងណាស់នៅឲ្យឆ្ងាយពីជាវខ្ញុំបានប្រាប់អ្នកពីមុនថាអ្នកមិនមែនជាមនុស្សផ្អែមល្ហែមទេចុះបញ្ហានេះវិញសូមឲ្យមានការប្រកួតប្រជែងមួយតើអ្នកចង់ប្រកួតប្រជែងយ៉ាងដូចអ្នកគឺល្អណាស់នៅហ្គេមបុរាណអ្នកមានការស្រាវជ្រាវច្រើនខ្ញុំក៏អស់កម្លាំងបន្តិចដែរតើធ្វើដូចម្តេចអំពីយើងប្រកួតប្រជែងប្រឆាំងនឹងកីឡាករបុរាណបន្ទាប់មកយើងអាចអញ្ជើញអ្នកលេងល្បីមួយចំនួនមកពីពិភពហ្គេមបុរាណតើអ្នកគិតយ៉ាងម៉េចជាការពិតគ្មានបញ្ហាទេគ្រាន់តែរងចាំខ្ញុំប្រកាសជាអនុញ្ញាតឲ្យអ្នកឈប់ការប្រកួតប្រជែងនេះគ្រោងនឹងធ្វើឡើងនៅពេលរសៀលប្រសិនបើខ្ញុំឈ្នះអ្នកអាចចេញពីការមើលឃើញរបស់ជាវនិងបន្ថែម5លានមិនអីទេតើមានអ្វីកើតឡើងប្រសិនបើខ្ញុំឈ្នះប្រសិនបើអ្នកឈ្នះខ្ញុំនឹងឲ្យអ្នកអំបីលានអ្វីដែលអ្នកបាននិយាយនៅទីនេះអ្នកមិនមែនជាបុរសទេប្រយ័ត្ននឹងជំហានខ្ញុំសុខសប្បាយទេអ្វីបុរសនោះពិតជាល្អណាស់មែនទេមែនហើយ Master វ័យក្មេងយើងបានផ្ទៀងផ្ទាត់វាគាត់ពូកែធ្វើសកម្មភាពណាស់អ្វីគ្រប់យ៉ាងដែលគាត់បានគឺមានតម្លៃវាត្រូវបានគេនិយាយថាចង់និយាយថាគាត់ជាសិស្សប៉ុន្តែគាត់បានបដិសេធវាមិនអីទេខ្ញុំទទួលបានវាគ្មានឆ្ងល់បុរសនេះគឺក្រអឺតក្រទុំណាស់តើអ្នកកំពុងធ្វើអ្វីនៅទីនេះការប្រកួតប្រជែងគឺនៅសល់តែ2ថ្ងៃប៉ុណ្ណោះតើអ្នកនឹងសោកស្ដាយមែនទេលៀនឆេនអ្នក Bastard ខ្ញុំបានផ្ញើនរណាម្នាក់ឲ្យជាមេដឹកនាំដាវមួយក្នុងករណីនោះការប្រកួតប្រជែងរបស់យើងមិនយុត្តិធម៌ទេបុរសនេះពិតជានៅទីនេះដើម្បីសោកស្ដាយខ្ញុំជាមនុស្សល្ងីល្ងើខ្ញុំក្រអឺតក្រទុំពេលចុងក្រោយការដុតហេតុអ្វីបានជាវាមិនយុត្តិធម៌ខ្ញុំមិនបានបោកប្រាស់ទេអ្នកបាននិយាយថាអ្នកនឹងរៀបចំការប្រកួតប្រជែងជឿដែរចៅតើអ្នកពិតជានៅទីនេះដើម្បីលុបចោលការប្រកួតប្រជែងថាខ្ញុំនឹងលុបចោលការប្រកួតប្រជែងនៅពីមុខជាវឥឡូវនេះខ្ញុំសោកស្ដាយថានាងមើលងាយខ្ញុំតើអ្នកចង់បានអ្វីខ្ញុំចង់ឲ្យអ្នកបាត់បង់ការប្រកួតប្រជែងក្នុងការប្រកួតប្រជែងនេះដល់ជូនលេងជាវចំពោះខ្ញុំមិនអីទេអ្នកអាចធ្វើវាបានខ្ញុំគិតថាហាងបុរាណរបស់អ្នកមិនអាចរកលុយបានពី3ដងក្នុងមួយឆ្នាំដើម្បីកាត់ជីវិតរបស់អ្នកចុះកិច្ចព្រមព្រៀងនេះយ៉ាងម៉េចដែរមិនអីទេខ្ញុំសូមចាប់ផ្ដើមបន្ទាប់មកខ្ញុំនឹងស្នើសុំឲ្យអ្នកផ្ដល់ទ្រព្យសម្បត្តិទាំងអស់ដល់គ្រួសារទេអ្នកមិនអាចញ៉ាំនឹងផឹកបានទេអ្នកក្រអឺតក្រទុំណាស់អ្នកចង់បានទ្រព្យសម្បត្តិទាំងអស់របស់គ្រួសារខេទ្រព្យសម្បត្តិទាំងអស់តើអ្នកពេញចិត្តទេមិនអីទេបន្ទាប់មកកិច្ចព្រមព្រៀងនេះមិនអាចត្រូវបានប្រជែងនឹងត្រូវធ្វើឡើងចូលរួមពេលវេលាហាងរបស់ខ្ញុំត្រូវបានបិទហើយសូមត្រឡប់ក្រោយវិញមិនអីទេលីវឆេនរងចាំខ្ញុំប្រាប់អ្នកលៀនឈៀវត្រូវតែជារបស់ខ្ញុំឈួតលោកលីវតើអ្នកនៅណាឥឡូវនេះខ្ញុំនឹងមកយកអ្នកមកហាងមិត្តស្រីរបស់ខ្ញុំលោកហ៊ូសូមផ្ញើទីតាំងមកខ្ញុំនឹងទៅឥឡូវនេះទេតើអ្នកកំពុងមើលអ្វីខ្ញុំកំពុងរងចាំនរណាម្នាក់ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងយើងនឹងផ្ដល់ជូនទុំថ្មមានតម្លៃ100លាន Master មិនអាចមកទាន់ពេលបានទេខ្ញុំបារម្ភអំពីថ្មជេតតើខ្ញុំអាចប្រកាសយ៉ាងដូចម្ដេចខ្ញុំកុំបារម្ភអីដាវដែលខ្ញុំបានអញ្ជើញកំពុងធ្វើដំណើរតាមផ្លូវរបស់ដាវរបស់គាត់នៅតែខ្លាំងពិតជាមែនទេជាការពិតណាស់ជាងលិនលីវប្រសិនបើអ្នកអង្វរខ្ញុំអាចផ្ដល់ឲ្យអ្នកនៅដាវរបស់ខ្ញុំលោកឈីយ៉ាងខ្ញុំមិនហ៊ានប្រើប្រជាជនរបស់អ្នកទេលើកចុងក្រោយមេដែលគេហៅថាដាវរបស់អ្នកបានមកជួយខ្ញុំដាវខ្ញុំបានខាត់បង20លានខ្ញុំមិនបានបងប្រាក់ឲ្យអ្នកត្រឡប់មកវិញសម្រាប់តែមេដឹកនាំដាវល្អបំផុតមានឱកាសលេងល្បែងអ្នកមិនអាចប្រកាសទេថាដាវរបស់អ្នកធ្វើជាម្ចាស់របស់អ្នកនឹងមិនលេងល្បិចទេដាវដែលខ្ញុំបានរកឃើញមិនដែលលេងល្បិចទេ
ពេលនេះហាងរបស់យើងនឹងទទួលបានដុំថ្មដែលមានតម្លៃមួយមិនអីទេក្នុងការបញ្ជាក់របស់គាត់អតិថិជននេះតើអ្នកនៅទីនេះដើម្បីទិញគ្រឿងអលង្ការទឹកឃ្មុំខ្ញុំសូមណែនាំអ្នកនេះគឺជាដាវដែលខ្ញុំបានអញ្ជើញលោកលីវដូច្នេះនេះគឺជា Master លីវវានៅក្មេងណាស់ខ្ញុំពិតជាឆ្លើយណាស់ប្រតិកម្មតិចតួចក៏អាចដាវផងដែរគាត់ពិតជាមាត់ធំណាស់ចុះបញ្ហានេះវិញខ្ញុំនឹងសាកល្បងសមត្ថភាពរបស់គាត់សម្រាប់អ្នកប្រសិនបើគាត់មិនដឹងពីរបៀបលេងល្បិចខ្ញុំនឹងប្រគល់ប្រាក់20លានដល់អ្នកចុះវាវិញមិនអីទេតើអ្នកចង់សាកល្បងវាយ៉ាងដូចម្ដេចវាសាមញ្ញណាស់ខ្ញុំមាន2កម្រិតនៅទីនេះទី1ភ្នាល់10ទី2ដាវដែលបានបង្កើតដោយខ្លួនឯងប្រទានពរប្រសិនបើអ្នកអាចដាវប្រទានពរក្នុងរយៈពេល5វិនាទីខ្ញុំនឹងជឿលើសមត្ថភាពប្រទានពររបស់អ្នកគឺយ៉ាងកុំទៅរកមេរបស់អ្នកឈ្មោះហានមិនអាចត្រូវបានសាកល្បងក្នុងរយៈពេល5វិនាទីខ្ញុំមិនខ្វល់ទេប្រសិនបើអ្នកចង់បាន20លានដុល្លារអ្នកត្រូវតែស្ដាប់ខ្ញុំអ្នកលោកម្ចាស់លីវនេះគឺនៅចន្លោះពួកយើងវាមិនមានអ្វីដែលត្រូវអ្នកមិនចាំបាច់គ្រីអីទេ5វិនាទីគឺគ្រប់គ្រាន់ហើយខ្ញុំថែមទាំងអាចបន្ថយពេលវេលាទៀតផង2វិនាទីអ្វី2វិនាទីប្រសិនបើអ្នកអាចសាកល្បងវាក្នុងរយៈពេល2វិនាទីខ្ញុំនឹងផ្ដល់ឲ្យអ្នក10លានបន្ថែមទៀតប៉ុន្តែប្រសិនបើអ្នកមិនអាចសាកល្បងវាបានទេអហវាចេញហើយគឺពិតជាត្បូងថ្មខៀវទឹកកកដែលមានតម្លៃ30,000មែននេះធ្វើមិនកើតលោកគ្រូលីវលោកពិតជាអស្ចារ្យណាស់ខ្ញុំនឹងទៅយករបស់នៅហាងឥឡូវនេះលោកគ្រូលីវលោកបានមកជួយខ្ញុំក៏អរគុណណាស់ទៅហើយតែលោកមិនបាច់ប្រថុយខ្លួនឯងតតែសោះនេះជារឿងរវាងពួកយើងទេបើលោកចាញ់ខ្ញុំនឹងមានអារម្មណ៍មិនល្អទេមិនអីទេព្រោះគេមើលងាយខ្ញុំអញ្ចឹងខ្ញុំនឹងបង្រៀនមេរៀនល្អមួយដល់គេលោកលីវមានទំនុកចិត្តទេប្រាកដហើយតោះលោកគ្រូលីវបើខ្ញុំអាចកំណត់អត្តសញ្ញាណបានលោកមិនបោកប្រាស់ទេមែនទេប្រាកដជាមិនត្រឹមហាងរបស់ខ្ញុំនេះក៏មានតម្លៃដល់ទៅ200លានហើយខ្ញុំមិនបាត់បង់កិត្តិយសដោយសារតែ10លាននោះទេត្បូងពេជ្រទឹកកកមានតម្លៃ30,000របស់ខ្លែងខ្លាយសម័យឈីងមានតម្លៃ50យន់ខ្ញុំបានវាតម្លៃរួចហើយដុំថ្មដើមនេះគឺជារបស់ពិតអាចកែច្នៃបានជាត្បូងពេជ្រទឹកកកពណ៌បៃតងតម្លៃ30,000គំនូររបស់លោកនេះខ្ញុំមិនបាច់បើកមើលក៏ខ្ញុំអាចដឹងដែរវាជាគំនូរឫស្សីនិងថ្មរបស់ជេងប៉ាងឈៀវសម័យឈីងតែវាគ្រាន់តែជារបស់ខ្លែងខ្លាយប៉ុណ្ណោះមានតម្លៃ50យន់និយាយផ្ដេសផ្ដាសថ្មខ្មៅរបស់ខ្ញុំនេះគឺយកមកពីកន្លែងសម្រាមចំណែកគំនូរនេះវិញអ្វីដែលអ្នកនិយាយគឺត្រឹមត្រូវវាពិតជាគំនូរឫស្សីរបស់ជេងបានឈៀវសម័យឈីងមែនតែរបស់ពិតមានតម្លៃ50,000ចាំងលីងឯងរកមនុស្សចម្លែកនេះមកពីណាគ្មានសមត្ថភាពវាតម្លៃវត្ថុបុរាណសំបីបន្តិចហាបើឯងមិនជឿនេះមិនមែនមានម៉ាស៊ីនកាត់ទេឯងអាចកាត់មើលថាវាពិតឬអត់ចំណែកគំនូរនេះវិញចាំបន្តិចទៀតខ្ញុំនឹងប្រាប់ឯងបន្តិចម្ដងថាហេតុអ្វីវាជារបស់ខ្លែងខ្លាយមកខ្ញុំជួយកាត់អហវាចេញហើយគឺពិតជាត្បូងថ្មខៀវទឹកកកដែលមានតម្លៃ30,000មែននេះធ្វើមិនកើតលោកគ្រូលីវលោកពិតជាអស្ចារ្យណាស់មិនដល់2វិនាទីផងក៏ដឹងថាមានអ្វីនៅក្នុងដុំថ្មខ្មៅនេះទៅហើយជាងយ៉ាងឥឡូវឯងព្រមចោះចាញ់ឬនៅមិនមែនគ្រាន់តែទីត្រូវដោយចៃដន្យទេមានអីធំដុំណាស់ណាចុះអ្នកប្រាប់ខ្ញុំមកថាហេតុអ្វីបានជារូបគំនូរនេះខ្លាំងខ្លាយចំពោះរូបគំនូរនេះខ្ញុំនឹងប្រាប់អ្នកពីចំណុចទី1ក្រដាសរបស់វាថ្មីពេកមិនមានកន្លែងណាឡើងពណ៌លឿងសោះមើលភ្លាមដឹងថាជាស្នាដៃចម្លងវិធីសាស្ត្រគូរបស់វាមិនមែនធ្វើឡើងក្នុងពេលតែមួយទេជាក់ស្ដែងវាត្រូវបានគុំបញ្ចូលគ្នាគ្រាន់តែប្រើទឹកបន្តិចក៏អាចឃើញបាននៃការគុំបញ្ចូលគ្នាដែរអ្នកទាំងអស់គ្នាមើលចុះលោកគ្រូលីវអ្នកពិតជាអស្ចារ្យណាស់នេះដូចគ្នាទៅនឹងអ្វីដែលអ្នកបាននិយាយវាមិនអាចទៅរួចទេគាត់មើលទៅក្មេងណាស់មិនក៏អាចប្រាប់ពិតប្រាកដឬខ្លាំងខ្លាយបានធៀបយ៉ាងនេះតើអ្នកជាអ្នកណាសមត្ថភាពវាតម្លៃវត្ថុបុរាណរបស់លោកលីវនេះគឺជានិស្ស័យលេខ1នៅក្នុងមហាសាលពិតជាអស្ចារ្យមែនយ៉ាងអ្នកចាញ់ហើយទទួលស្គាល់ការចាញ់ទៅប្រញាប់ទេប្រាក់30លាននេះទៅលោកគ្រូលីវទៅលោកថៅកែជាងអ្នកគួរសំពេចហើយលោកគ្រូលីវអ្នកពិតជាស័ក្តិសមណាស់ប្រាក់20លាននេះទុកជាថ្លៃវាតម្លៃវត្ថុបុរាណរបស់អ្នកចុះអ្នកត្រូវតែទទួលយកវាអញ្ចឹងក៏បានដែរសឺយ៉ាងឆាប់ទេលុយមកអ្នកបានចាញ់ហើយបើដឹងមុនខ្ញុំមិនមកឌឺដងជាងលីងទេថែមទាំងមិនគួរបង្អាប់លីវឆេនទៀតបើមិនអីចឹងទេខ្ញុំមិនខាត30លានទេខ្ញុំពិតជាមាត់អាក្រក់មែនអ្នកណាថាខ្ញុំមិនអាចគិតបានទេជាងលីងលើកនេះអ្នកបានរកឃើញកំណប់ហើយខ្ញុំមិនអង្គុយចាំស្លាប់ទេលោកគ្រូលីវ
សមត្ថភាពវិតម្លៃកំណត់របស់អ្នកពិតជាលើសពីការស្មានរបស់ខ្ញុំសុខចិត្តចំណាយ50លានសូមលោកធ្វើជាអ្នកវិតម្លៃកំណត់ក្នុងហាងរបស់ខ្ញុំយ៉ាងម៉េចដែរស៊ឺយ៉ាងអ្នកក៏ហួសហេតុពេកហើយមកតាក់ទាញមនុស្សនៅមុខខ្ញុំបែបនេះពិតជាមិនត្រឹមត្រូវសោះចុះយ៉ាងម៉េចមនុស្សមានសមត្ថភាពខ្ញុំឈៀវយ៉ាងពិតជារីករាយស្វាគមន៍ជប់ទៅលោកក៏មិនបាច់គិតចង់តាក់ទាញខ្ញុំដោយប្រាក់ខែខ្ពស់នោះទេខ្ញុំមិនទៅទេឥឡូវផ្ទេរលុយឲ្យខ្ញុំទៅអ្នកអាចទៅបានហើយខ្ញុំនៅមានការងារត្រូវធ្វើទៀតលោកគ្រូលីវនេះគឺប្តីរបស់ខ្ញុំជាអ្នកអញ្ជើញមកយ៉ាងហោចណាស់ក៏ឲ្យមុខប្តីខ្ញុំបន្តិចដែរមនុស្សដែលមានកម្រិតខ្ពស់ដូចលោកគ្រូលីវមិននឹងអាចធ្វើការឲ្យលុយ50លានរបស់អ្នកទៅកើតអ្នកទៅចុះអ្នកនឹងស្ដាយក្រោយកាន់នេះធនាគារបានទទួល30លានយ៉នលោកគ្រូលីវរឿងអំបញ្ញមិញពិតជាអរគុណអ្នកខ្លាំងណាស់មិនបាច់គួរសំទេជារឿងដែលខ្ញុំគួរធ្វើលោកថៅកែចាំងថ្មត្បូងរបស់អ្នកខ្ញុំនឹងថៅកែខ្ញុំបានដឹកជញ្ជូនមកដល់ហើយថ្លៃថ្មឆៅបូកថ្លៃដឹកជញ្ជូនសរុប65លានតើលោកចង់គិតលុយបែបណារងចាំខ្ញុំពិនិត្យមើលសិនចាំខ្ញុំគិតលុយឲ្យអ្នកលោកគ្រូលីវថ្មត្បូងទាំងនេះយ៉ាងម៉េចដែរថ្មឆៅដែលថៅកែនាំមកសុទ្ធតែជាទំនិញគុណភាពអន់នឹងមិនត្រូវបានអ្នកជំនាញវិតម្លៃនោះរកឃើញទេស្ងប់អារម្មណ៍ទៅក្មេងនោះនៅក្មេងពេកហើយគេប្រហែលជាត្រូវលីងបង្ខំឲ្យធ្វើតែប៉ុណ្ណោះគឺគ្រាន់តែជាការធ្វើឡើងតាមទម្រង់ការនេះយើងនឹងទទួលបានមិនខានអ្នកទាំងពីរគ្មានអ្វីនិយាយទេចង់ពន្យល់លោកថៅកែចឹងទេពន្យល់មានអីត្រូវពន្យល់ថ្មត្បូងមួយប្រអប់ពេញរបស់អ្នកទាំងនេះសុទ្ធតែជាថ្មសំណល់គុណភាពអន់ដែលបន្លំជារបស់ល្អត្បូងធម្មជាតិតម្លៃ100លានគ្មានសំបីមួយដុំដែលអាចចេញត្បូងអ្នកនិយាយអីទាំងនេះសុទ្ធតែជាវត្ថុធាតុដើមល្អបំផុតដែលខ្ញុំបាននាំចូលដោយនិយាយថាមួយកេះនេះជាថ្មប្រយោជន៍ដូចជាពួកឯងមិនចង់សារភាពមែនទេអូខេឥឡូវខ្ញុំនឹងទូរស័ព្ទទៅប៉ូលីសចាំប៉ូលីសមកយើងនឹងកាត់ម្ដងមួយដុំបើគ្មានសំបីមួយដុំចេញត្បូងទេពួកឯងទាំងពីរអ្នកចាំតែលោកលីចាត់ការចុះអត់ទេកុំទូរស័ព្ទទៅប៉ូលីសខ្ញុំសារភាពទាំងអស់ត្បូងធម្មជាតិទាំងនេះពួកយើងរើសបានពីមាត់ទន្លេស្មានតែពួកអ្នកមិនយល់ក៏មានបំណងបោកប្រាស់ពួកអ្នកម្ដងហើយពួកយើងក៏នឹងរត់គេចខ្លួនទៅអ្នកណាទៅដឹងថាពួកអ្នកបែរជាដឹងពីទង្វើរបស់យើងទៅវិញសូមពួកអ្នកផ្ដល់ឱកាសឲ្យពួកយើងម្ដងទៀតទៅលើកក្រោយលែងហ៊ានទៀតហើយខ្ញុំតែងតែល្អដាក់ពួកឯងបែរជាបោកប្រាស់ប្តីខ្ញុំបែបនេះទៅវិញយើងទូរស័ព្ទទៅប៉ូលីសខ្ញុំចង់ឲ្យពួកគេជាប់គុកអស់មួយជីវិតបានហើយលោកស្រីជាងសូមលើកលែងឲ្យពួកយើងម្ដងនេះពេលនោះពួកយើងក៏លងខ្លួនខុសដែរពួកយើងក៏មិនដឹងថាគិតស្អីដែរពេលពួកឯងធ្វើខុសហើយត្រូវតែសងតម្លៃលោកម្ចាស់សាងមិនរកពួកឯងដោះស្រាយរឿងនេះមុនទេហីខ្ញុំត្រឡប់ទៅវិញមុនហើយលោកគ្រូលីវរឿងនេះពិតជាអរគុណលោកខ្លាំងណាស់អីចេះចុះខ្ញុំនឹងប្តីខ្ញុំនឹងអញ្ជើញលោកញ៉ាំបាយប៉ុន្មានថ្ងៃទៀតលោកត្រូវតែអញ្ជើញឲ្យបានណាពួកឯងមកដល់ហើយលោកប្រុសស៊ូលោកនិយាយមកមនុស្សដែលលោកមើលងាយថ្ងៃនេះមិនមែនជាអាម្នាក់នេះទេហីត្រូវហើយគឺវានឹងឯងពួកយុវជនសម័យឥឡូវនេះទំនេរក៏ចូលចិត្តសម្ដែងរឹតមិនដឹងខ្លួនឯងមានប៉ុន្មានគីឡូទេវត្ថុបុរាណបែបនេះមិនមែនរៀនល្មួយ2ឆ្នាំអាចល្បីបាននោះទេដល់ពេលនោះលុយថ្លៃបណ្ដាការក៏អស់ដែរកុំអើមកយំយាយប្រកាច់ប្រកិនអីកុំបន្ទោសគេថាអត់ប្រាប់ណាលោកនិយាយត្រូវណាស់ទោះបីខ្ញុំគិតថាលោកនិយាយលោកប្រុសស៊ូបែបនេះមិនល្អក៏ដោយតែនៅតែមានហេតុផលខ្លះដែរលោកម្ចាស់ម៉ាស៊ូអ្នកកំពុងនិយាយអីហ្នឹងលោកម្ចាស់ស៊ូខ្ញុំមិនមែនមានន័យបែបនោះទេជប់និយាយច្រើនទៅប្រាប់មកអ្នកចង់ប្រកួតបែបណាអ្នកទាំងពីរប្រើលុយ1លានជាដើមនេះមិនជាបញ្ហាទេទម្រង់ប្រកួតរបស់យើងគឺកំណត់បែបនេះអ្នកទាំងពីរនៅក្នុងក្រុមគូអាននេះទិញបានវត្ថុ5មុខវត្ថុបុរាណ3មុខគ្រឿងត្បូង2មុខវត្ថុនីមួយគឺអ្នកដែលមានតម្លៃខ្ពស់ជាងជាអ្នកឈ្នះចុងក្រោយយកឈ្នះ2ក្នុងចំណោម3មិនបានទេហេតុអ្វីក៏ត្រូវយកវត្ថុបុរាណ3មុខនិងគ្រឿងត្បូង2មុខនេះមិនយុត្តិធម៌សម្រាប់លោកលីបឈិនទេហេតុអ្វីមិនបានការប្រកួតទាំងអស់គឺយុត្តិធម៌មកលោកអ្នកទស្សនាទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចាក់ភ្នាល់ជាមួយក្មេងនេះសូមលោកអ្នកទស្សនាទាំងអស់គ្នាជួយធ្វើជាសាក្សីផងថ្ងៃនេះមានមនុស្សច្រើនណាស់ក្រែងថាអ្នកខ្លាចខ្ញុំគិតថាការប្រកួតនេះអត់អីទេយុត្តិធម៌ណាស់កុំបារម្ភអីប៉ុន្តែលោកខកកុំភ្លេចណាបើខ្ញុំឈ្នះការភ្ជាប់ពាក្យរបស់អ្នកជាមួយលីនសៀវនឹងត្រូវលុបចោលជាងនេះទៅទៀតអ្នកក៏ត្រូវសងខ្ញុំមួយគ្រាប់ដែរលោកខំមានជាមនុស្សមានល្បិចកក្រោយមកគាត់នឹងមិនទទួលខុសត្រូវទេពងមនុស្សដែលកំពុងមើលនេះអាចជាសាក្សីសម្រាប់ការភ្នាល់នេះខ្ញុំឈឹមមិននិយាយតែមួយម៉ាត់ខ្ញុំមិនស្ដាយក្រោយឡើយមកភ្នាល់ខ្ញុំភ្នាល់លើលោកខអ្នកភ្នាល់លើលោកខឈរខាងនេះអ្នកភ្នាល់លើលីឌីបែនឈរខាងនេះមកដាក់ភ្នាល់លឿនខ្ញុំភ្នាល់លើលោកខខ្ញុំក៏ដូចគ្នាដែរខ្ញុំក៏ភ្នាល់លើលោកឆាដែរលោកខមិនប្រកាសថាឈ្នះទេខ្ញុំប្រាប់អ្នកបិទមានណាស់គ្មានអ្នកណាជឿជាក់លើខ្ញុំទេឥឡូវនេះអត្រាភ្នាល់គឺ1 500ហាងឆេងលោកលីវចាញ់គឺ500ដងចាំបន្តិច
ប្តីប្រពន្ធយើងភ្នាល់លើលោកគ្រូលាវ50លាននេះអ្នកណាចាយលុយធំលេះពួកគេទាំងពីរអ្នកហ៊ានភ្នាល់លើលាវចឹង50លានខ្ញុំគិតថាពួកគេឈួតហើយមកឯងមិនឃើញថាគ្មានអ្នកណាភ្នាល់លើលាវសោះហ្នឹងចឹងមែនទេនោះបង្ហាញថាសមត្ថភាពវិតម្លៃវត្ថុឯងនៅតែចង់ភ្នាល់លើគាត់ទៀតពិតជាអ្នកមានចិត្តធំមែនមិនទៅរកលោកជីងទេយើងមកលើកទឹកចិត្តអ្នកហើយជាពងមនុស្សល្មមដែលមិនស្គាល់មនុស្សសើកែពិតប្រាកដតែហេដល់ពេលនោះពួកគេនឹងយំមិនខានឡការប្រកួតចាប់តាមហើយរងចាំខ្ញុំផងខ្ញុំមកវិញហើយបើឯងមិនមកទៀតទេខ្ញុំគិតថាឯងនឹងសារភាពបរាជ័យរត់គេចដូចលៀនចឹងខ្ញុំមិនរត់គេចទេយ៉ាងណាមិញសៀវនៅតែរងចាំខ្ញុំជប់និយាយច្រើនទៅឯងទៅខ្ញុំចង់មើលថាអ្នកណាជាអ្នកចាញ់មុនគេក្នុងហ្គេមនេះគឺជាចានការថ្មគូគំនូបែបដោយឆាយផលិតដោយរោងជាងស្មូនរបស់រាជវង្សយុងជឿនសម័យខ្ញុំទិញបាន30,000យន្តមើលគុណភាពរបស់វាទៅស្នាដៃគំនូនេះល្អិតល្អន់ណាស់យកការថ្មជាប្រធានបទលំអដោយមេអំបិលប្រឡែងការពិតជាថ្លៃថ្នូរណាស់សម្រាប់ខ្ញុំវត្ថុនេះមានតម្លៃ1លានយន្តលើទីផ្សារហេវត្ថុនេះជារបស់ពិតតម្លៃទីផ្សារគឺ1លានយន្តរបស់ខ្ញុំនេះជាព្រះពុទ្ធរូបមាសសម័យឈីងខ្ញុំទិញអស់90,000យន្តតម្លៃទីផ្សារ3លានយន្តពិតជាព្រះពុទ្ធរូបមាសដ៏ល្អបំផុតល្អិតល្អន់និងធ្ងន់ឆ្លាក់យ៉ាងល្អិតល្អន់មានស្នាដៃប្លែកពីគេល្អស្ដុកគ្នាពិតជាវត្ថុដ៏ល្អព្រះពុទ្ធរូបមាសនេះពិតជារបស់ពិតមែនគ្រាន់តែចំណាយពេលចន្លោះពី3ទៅ5នាទីដើម្បីមកស្ក្រាប់ស្បែកជាមួយនឹងស្ក្រាប់យ៉ាសកាហើយនឹងប្រេងយ៉ាសកាអ្នកទាំងអស់គ្នានឹងទទួលបានស្បែកមួយដែលភ្លឺទន់ម៉ត់រលោងភ្លាមតែម្ដងដោយសារតែស្ក្រាប់យ៉ាសកាគឺផ្សំចេញពីផ្លែឈើជាច្រើនមុខរួមទាំងសារធាតុរ៉ែគ្រាប់អំបិលសមុទ្រតូចតែមានសមត្ថភាពខ្ពស់ខ្លាំងមែនទែនទៅលើការជំរុះកោសិកាចាស់ហើយនៅពេលដែលយើងប្រើជាមួយនឹងប្រេង Kochi Body Oil នេះទៀតប្រសិទ្ធភាពកាន់តែខ្ពស់ពីព្រោះថាប្រេងយ៉ាសកានេះមានសមត្ថភាពច្រើនមែនទែនជួយទៅផ្ដល់សំណើមដល់ស្បែកជួយព្យាបាលសង្វារទប់ស្កាត់ការឡើងសង្វារជួយបំបត្តិបញ្ហាស្បែកស្ដើងសរសៃក្រហមអាចរុយស្បែកខូចជាដើមរបៀបក្នុងការប្រើប្រាស់ស្ក្រាប់ហើយនឹងប្រេងអត់មានអីពិបាកទេអ្នកទាំងអស់គ្នាគ្រាន់តែងូតទឹកដុសខ្លួនឲ្យស្អាតរួចហើយយកស្ក្រាប់យ៉ាសកានិងប្រេងដែលលាយចូលគ្នានឹងហើយយកមកដុសលើខ្លួនថ្នមចន្លោះពេលពី3ទៅ5នាទីស្បែកមានបញ្ហាស្នាមក្រិនក្រើមកន្លែងណាអ្នកទាំងអស់គ្នាទៅដុសថ្នមកន្លែងហ្នឹងទៅនិយាយឲ្យថាស្ក្រាប់យ៉ាសកានេះគឺអត់មានឈឺស្បែកកកិតស្បែកកាហាយស្បែកទេតែមានគ្រាប់អំបិលសមុទ្រតូចដែលជួយទៅជំរុះកោសិកាចាស់ជំរុះជាតិក្អែលជាតិកខ្វក់តោងជាប់នៅលើស្បែកយើងបានល្អខ្លាំងជួយទៅបំបត្តិស្នាមក្រិនបំបត្តិស្នាមសង្វេគហើយបើអ្នកដែលមានបញ្ហាក្លិនខ្លួនឬមួយក៏ក្លិនក្លៀកមានដំពកអីហ្នឹងស្ក្រាប់ហើយឃើញប្រសិទ្ធភាពភ្លាមតាំងពីការប្រើប្រាស់លើកដំបូងហ្នឹងតែម្ដងក្រោយពេលដែលយើងស្ក្រាប់3ទៅ5នាទីហើយលាងទឹកចេញស្បែកយើងក៏មានសភាពទន់ភ្លឺម៉ត់អលងចឹងហ្មងហើយកាន់តែប្រើកាន់តែជួយបំបត្តិក្លិនខ្លួនបំបត្តិក្លិនក្លៀកបំបត្តិស្នាមក្រិនអាចរុយប្រើហើយស្បែកយើងចេញមកគឺបែប glow glass skin ហ្មងលោកគ្រូលីតាថ្មត្បូងទាំងនេះយ៉ាងម៉េចដែរត្បូងអំបញ្ញដែលថៅកែយកមកសុទ្ធតែរបស់អន់មិនត្រូវអ្នកជំនាញនោះរកឃើញទេមែនទេចិត្តត្រជាក់ក្មេងប្រុសនោះនៅក្មេងពេកហើយប្រហែលជាគេបង្ខំលីងឲ្យធ្វើហើយគឺគ្រាន់តែជាការធ្វើតាមទម្រង់ការដូចនេះយើងប្រកាសជាបានហើយអ្នកទាំងពីរគ្មានអ្វីនិយាយទេអីចង់ពន្យល់លោកថៅកែជាងទេពន្យល់មានអីត្រូវពន្យល់ប្រអប់ត្បូងអំបញ្ញទាំងមូលរបស់ពួកឯងនេះសុទ្ធតែជារបស់អន់បន្លំថាល្អជាថ្មឥតប្រយោជន៍ទេត្បូងអំបញ្ញដែលមានតម្លៃ100លានសមត្ថភាពវិតម្លៃវត្ថុបុរាណរបស់លោកលីវនេះនៅដេជាគឺលំដាប់ទី1ពិតជាអស្ចារ្យមែនជនយ៉ាងឯងចាញ់ហើយហ៊ានភ្នាល់ហ៊ានចាញ់ឆាប់ទេលុយ30លាននេះទៅលោកគ្រូលីវទៅលោកជាងលោកគូសំពេចហើយលោកគ្រូលីវលោកសាក់សំនឹងគិតញៀមណាស់លុយ20លាននេះចាត់ទុកជាថ្លៃឈ្នួលវិតម្លៃរបស់លោកចុះលោកត្រូវតែទទួលយកវាស៊ូយ៉ាងឆាប់ទេលុយទៅឯងចាញ់ហើយបើដឹងមុនខ្ញុំមិនមកឌឺដងចាំងលីងទេខ្ញុំក៏មិនគួរទៅឌឺដងលីវចិនដែរបើមិនដូច្នោះទេខ្ញុំក៏មិនខាត30លានដែរខ្ញុំពិតជាមាត់អាក្រក់មែនអ្នកណាថាខ្ញុំមិនអាចគិតបានទេអីចាំងលីងលើកនេះឯងបានពេចហើយខ្ញុំមិននៅស្ងៀមរងចាំសេចក្តីស្លាប់ទេលោកគ្រូលីវសមត្ថភាពវិតម្លៃវត្ថុបុរាណរបស់លោកពិតជាលើសពីការស្មានរបស់ខ្ញុំសុខចិត្តចំណាយ50លានអញ្ជើញលោកធ្វើជាលោកគ្រូវិតម្លៃវត្ថុបុរាណនៅក្នុងដែរស៊ឺយ៉ាងអ្នកពិតជាហួសហេតុពេកហើយមកដណ្ដើមមនុស្សខ្ញុំចំមុខនេះពិតជាមិនល្អសោះហើយមិនវិញអ្នកមានសមត្ថភាពខ្ញុំស៊ឺយ៉ាងស្វាគមន៍ជានិច្ចល្មមហើយអ្នកមិនបាច់គិតចង់យកប្រាក់ខែខ្ពស់មកទិញខ្ញុំទេខ្ញុំមិនទៅទេឥឡូវទេលុយមកឲ្យខ្ញុំមកអ្នកអាចទៅបានហើយខ្ញុំនៅមានការងារត្រូវធ្វើទៀតលោកគ្រូលីវនេះប្តីខ្ញុំជាអ្នកអញ្ជើញមកយ៉ាងហោចណាស់ក៏គួរតែឲ្យមុខប្តីខ្ញុំបន្តិចដែរមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ដូចលោកគ្រូលីវបែបនេះមិននឹងអាចធ្វើតាមលុយ50លានរបស់អ្នកបានទៅអ្នកទៅចុះអ្នកនឹងស្ដាយក្រោយមិនខានកាត់ធនាគារបានបញ្ចូលលុយ30លានយន់លោកគ្រូលីវរឿងមិញនេះពិតជាអរគុណលោកខ្លាំងណាស់
មិនអីទេជារឿងដែលគួរធ្វើលោកចៅហ្វាយជាងថ្មីត្បូងរបស់លោកខ្ញុំនិងចៅហ្វាយរបស់ខ្ញុំបានដឹកជញ្ជូនមកដល់ហើយថ្មីដើមបុកផ្លៃដឹកជញ្ជូនសរុបទាំងអស់65លានលោកមើលទៅតើយើងត្រូវទូទាត់ប្រាក់យ៉ាងម៉េចដែររងចាំខ្ញុំពិនិត្យមើលសិនចាំខ្ញុំទូទាត់ប្រាក់ជូនពួកលោកលោកគ្រូលីតាថ្មីត្បូងទាំងនេះយ៉ាងម៉េចដែរត្បូងអំបញ្ញដែលថៅកែយកមកសុទ្ធតែរបស់អន់មិនត្រូវអ្នកជំនាញនោះរកឃើញទេមែនទេចិត្តត្រជាក់ក្មេងប្រុសនោះនៅក្មេងពេកហើយប្រហែលជាគេបង្ខំលីងឲ្យធ្វើហើយគឺគ្រាន់តែជាការធ្វើតាមទម្រង់ការដូចនេះយើងប្រកាសជាបានហើយអ្នកទាំងពីរគ្មានអ្វីនិយាយទេអីចង់ពន្យល់លោកថៅកែជាងទេពន្យល់មានអីត្រូវពន្យល់ប្រអប់ត្បូងអំបញ្ញទាំងមូលរបស់ពួកឯងនេះសុទ្ធតែជារបស់អន់បន្លំថាល្អជាថ្មឥតប្រយោជន៍ទេត្បូងអំបញ្ញដែលមានតម្លៃ100លានសូម្បីតែមួយដុំដែលអាចចេញបៃតងក៏គ្មានដែរនិយាយអីរបស់ខ្ញុំនេះសុទ្ធតែវត្ថុធាតុដើមដ៏ល្អបំផុតដែលនាំចូលដោយនិយាយថារបស់ខ្ញុំជាថ្មសម្រាប់មើលទៅពួកឯងមិនចង់សារភាពទេមែនទេល្អឥឡូវខ្ញុំប្តឹងប៉ូលីសហើយរងចាំប៉ូលីសមកយើងនឹងកាត់មួយដុំម្ដងបើគ្មានដុំណាចេញបៃតងទេនោះពួកឯងពីរអ្នកត្រៀមខ្លួនឲ្យហើយទៅព្រោះអញនឹងធ្វើឲ្យពួកឯងរលីងមាត់ហើយទេកុំប្តឹងប៉ូលីសខ្ញុំសារភាពខ្ញុំនឹងនិយាយទាំងអស់ត្បូងអំបញ្ញទាំងនេះយើងរើសបានពីមាត់ទន្លេស្មានថាពួកឯងមិនដឹងពួកខ្ញុំគ្រាន់តែចង់បោកប្រាស់អ្នកហើយពួកយើងក៏នឹងរត់គេចខ្លួនបាត់ទៅមិននឹកស្មានថាអ្នករកឃើញពួកយើងធ្វើបែបនេះសោះសូមមេត្តាផ្ដល់ឱកាសឲ្យពួកខ្ញុំម្ដងទៀតចុះលើក្រោយពួកខ្ញុំលែងហ៊ានទៀតហើយខ្ញុំតែងតែល្អចំពោះពួកអ្នកមិនក៏ពួកឯងហ៊ានធ្វើបាបប្តីខ្ញុំបែបនេះយើងប្តឹងប៉ូលីសទៅខ្ញុំនឹងធ្វើឲ្យពួកវាជាប់គុកមួយជីវិតលោកប្រធានជាងអភ័យទោសឲ្យពួកខ្ញុំលើកនេះផងពេលនោះពួកខ្ញុំក៏វង្វេងស្មារតីដែរក៏មិនដឹងថាគិតអីដែរគ្រប់គ្រាន់ហើយអ្នកបានធ្វើខុសហើយត្រូវតែសងតម្លៃលោកប្រធានចាងអនុប្រធានអ្នកទាំងពីរដោះស្រាយរឿងនេះសិនទៅខ្ញុំសូមត្រឡប់ទៅវិញហើយលោកគ្រូលីវរឿងលើកនេះពិតជាអរគុណអ្នកខ្លាំងណាស់ចុះបែបនេះវិញខ្ញុំនឹងប្តីខ្ញុំនឹងអញ្ជើញអ្នកទៅញ៉ាំបាយប៉ុន្មានថ្ងៃទៀតណាអ្នកត្រូវតែមកណាពួកលោកមកដល់ហើយលោកអភិជនស៊ូអ្នកនិយាយថាមនុស្សដែលអ្នកមើលងាយថ្ងៃនេះមិនមែនជាអាមួយនេះទេមែនទេត្រូវហើយគឺវាក្មេងសម័យឥឡូវនេះគ្មានរឿងអីផងចូលចិត្តធ្វើរកពីកុំភ្លេចមើលខ្លួនឯងផងរបស់បុរាណបែបនេះមិនមែនត្រឹមតែសម្ដែងមួយពីរឆ្នាំក៏អាចល្បីឈ្មោះបាននោះទេដល់ពេលនោះលុយមង្គលការរបស់ពួកគេក៏អស់ដែរកុំស្រែកលោឡារករឿងអីកុំមកបន្ទោសអ្នកដទៃថាអត់បានប្រាប់និយាយត្រូវហើយអ្វីត្បិតតែខ្ញុំគិតថាការនិយាយពីលោកខបែបនេះមិនល្អទេតែនៅតែមានចំណុចត្រូវខ្លះមែនទេលោកខអ្នកនិយាយអីហ្នឹងលោកឆាខ្ញុំមិនមែនមានន័យបែបនេះទេគ្រប់គ្រាន់ហើយជប់និយាយច្រើនទៅនិយាយចង់ប្រកួតបែបណាអ្នកទាំងពីរប្រើ1លានធ្វើជាប្រាក់ភ្នាល់គ្មានបញ្ហាទេទម្រង់ការប្រកួតរបស់យើងគឺត្រូវបានកំណត់បែបនេះអ្នកទាំងពីរនៅក្នុងក្រុមគូអាននេះត្រូវរកទិញរបស់5មុខរបស់បុរាណ3មុខត្បូង2មុខមុខទំនិញនីមួយអ្នកណាបានតម្លៃខ្ពស់ជាងគឺឈ្នះចុងក្រោយ3ទឹកឈ្នះ2ទឹកមិនកើតទេហេតុអ្វីបានជារបស់បុរាណ3មុខនិងត្បូង2មុខនេះអយុត្តិធម៌ចំពោះលីវចិនបិទមិនបានការប្រណាំងឡានត្រូវយុត្តិធម៌អញ្ជើញលោកអ្នកទស្សនាទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងភ្នាល់ជាមួយអាមួយនេះសូមលោកអ្នកទស្សនាធ្វើជាសាក្សីផងថ្ងៃនេះមានមនុស្សច្រើនណាស់ឬមួយអញខ្លាចមែនទេខ្ញុំគិតថាប្រព័ន្ធប្រកួតគ្មានបញ្ហាទេយុត្តិធម៌ណាស់គ្មានបញ្ហាទេកុំបារម្ភអីប៉ុន្តែលោកគូកុំភ្លេចបើខ្ញុំឈ្នះការភ្ជាប់ពាក្យរបស់អ្នកជាមួយលីនស៊ីវស៊ីវនឹងត្រូវលុបចោលហើយអ្នកត្រូវសងខ្ញុំមួយជើងទៀតលោកគូមូជាមនុស្សពូកែល្បិចកលក្រោយមកគាត់នឹងមិនព្រមទទួលស្គាល់ឡើយជាការល្អអ្នកទស្សនាទាំងអស់នេះអាចធ្វើជាសាក្សីសម្រាប់ការភ្នាល់នេះបានខ្ញុំហ៊ូមូតែងតែរក្សាពាក្យសម្ដីដាច់ខាត់មិនស្ដាយក្រោយទេមកភ្នាល់ខ្ញុំភ្នាល់លើលោកហ៊ូអ្នកណាភ្នាល់លើលោកហ៊ូឈោខាងនេះមកភ្នាល់លើលីវចិនឈោខាងនេះមកឆាប់ដាក់ភ្នាល់ខ្ញុំភ្នាល់លើលោកគ្រូស៊ូខ្ញុំក៏ដូចគ្នាដែរភ្នាល់តាមទៅខ្ញុំក៏ភ្នាល់លើលោកស៊ូដែរលោកគ្រូស៊ូមិនប្រកាសថាឈ្នះទេខ្ញុំក៏ភ្នាល់លើលោកគ្រូស៊ូដែរគួរឲ្យអាណិតណាស់គ្មានអ្នកណាម្នាក់ទទួលស្គាល់សមត្ថភាពខ្ញុំទេឥឡូវនេះអត្រាភ្នាល់គឺ1/500លោកលីវមានឱកាសចាញ់ខ្ពស់500ដងចាំបន្តិចប្តីប្រពន្ធខ្ញុំភ្នាល់លើលោកគ្រូលីវចំនួន50លាននេះជាអ្នកណាហ៊ានភ្នាល់ធំបែបនេះពួកគេទាំងពីរអ្នកហ៊ានភ្នាល់លើលីវចិនចំនួន50លានឯណោះខ្ញុំគិតថាពួកគេឈួតហើយពួកអ្នកមិនឃើញទេគ្មានអ្នកណាម្នាក់ភ្នាល់លើលីវចិនសោះនោះមានន័យថាសមត្ថភាពវិតម្លៃរបស់គាត់មិនល្អទេពួកអ្នកនៅតែចង់ភ្នាល់លើគាត់ទៀតពិតជាអ្នកមានលុយចង់ធ្វើអីក៏បានមិនមែនមករកលោកចឹងទេមិនក៏លោកមកពួកយើងមកដើម្បីលើកទឹកចិត្តអ្នកពួកគេសុទ្ធតែជាមនុស្សល្ងងដែលមិនស្គាល់មនុស្សពូកែហេបន្តិចទៀតពួកគេនឹងយំហើយល្អការប្រកួតចាប់តាមហើយចាំខ្ញុំមកវិញហើយបើអញនៅមិនមកទៀតខ្ញុំស្មានតែអញបោះបង់ហើយរត់បាត់ដូចលីងចេញទៅទៀតខ្ញុំមិនរត់គេចទេ
យ៉ាងណាក៏ស៊ីវនៅរងចាំខ្ញុំដែរជប់និយាយច្រើនទៅខ្ញុំចង់ឃើញអ្នកណាចាញ់មុនគេក្នុងហ្គេមនេះនេះជាចានរូបការថ្មផលិតដោយរោងជាងរាជវាំងក្នុងសម័យរាជវង្សខ្ញុំចំណាយ30,000ទិញវាបានមើលគុណភាពរបស់វាទៅគំនូររបស់វាល្អិតល្អន់ណាស់យកផ្កាថ្មជាប្រធានបទមានរូបមេអំបៅនិងផ្កាជាគ្រឿងលម្អពិតជាប្រណិតណាស់តាមការយល់ឃើញរបស់ខ្ញុំរបស់នេះមានតម្លៃទីផ្សារ1លានអូខេរបស់នេះជារបស់ពិតតម្លៃទីផ្សាររបស់វាគឺ1លានរបស់ខ្ញុំនេះគឺជារបាំងមុខងារសម័យខ្ញុំចំណាយ90,000ទិញវាតម្លៃទីផ្សារពិតជាព្រះពុទ្ធមានគុណភាពល្អមែនល្អវិចិត្រនិងមុំល្អស្នាដៃល្អវិចិត្រមានគំនិតច្នៃប្រឌិតខ្ពស់ល្អអស្ចារ្យឥតទាស់ពិតជារបស់ល្អមែនព្រះពុទ្ធរូបមាសនេះពិតជាពិតមែនប្រកាសទៅទឹកទី1លោកលីបឈានឈ្នះហើយទឹកទី1ឈ្នះហើយម៉េចខ្ញុំគ្រាន់តែយកវត្ថុបុរាណមួយមកប៉ុណ្ណោះរឿងល្អនៅមាននៅខាងក្រោយសម្រាប់ជុំទី2ចូលពួកយើងចាប់ដើមនេះគឺជារូបគំនូរខែនថេងហ្គាន់ឆៅគឺជាវិចិត្រករីជ្វងនាងគុណភាពរបស់វាល្អណាស់តម្លៃទីផ្សារគួរតែប្រហែល6លានមិននឹកស្មានថាជាគំនូររបស់ថេងបូយទេមិនដឹងថាវាពិតឬខ្លាំងខ្លាយទេក៏មិនដឹងដែរម្ចាស់ហាងនេះទិញគំនូរនេះអស់ប៉ុន្មានដូចជាតម្លៃទីផ្សារ65លានឯណោះតម្លៃដែលទិញវាក៏ត្រូវចំណាយប្រហែល20ទៅ30,000ដែរនេះជាអ្វីដែលខ្ញុំចំណាយ2000យ៉នទិញពីតុកតាមផ្លូវមិនគួរមានបញ្ហាអ្វីទេអីគេគ្រាន់តែប្រើលុយ2000យ៉នក៏ទិញបានគំនូរពិតរបស់ខាងពើហ៊ូមិនក៏អាចទៅរួចអីចឹងខ្ញុំក៏គិតថាមិនអាចទៅរួចដែរចុះលោកលីវលួចបន្លំមែនយកលុយផ្សេងមកទិញវត្ថុបុរាណនោះនេះពិតជាថោកទាបពេកហើយនេះគឺជាគំនូរខ្លាំងខ្លាយទេរចនាបថគំនូររបស់ខាងយិនគឺតែងតែស្រស់ស្អាតនិងផូរផង់ការរចនាបថគឺត្រឹមត្រូវណាស់ប្រសិនបើជាគំនូរទេសភាពទឹកថ្នាំនិងស្នាមជក់របស់គាត់តែងតែស្រាលរចនាបថគំនូររបស់គាត់មានអាយុកាលរហូតតែអ្នកមើលគំនូរនេះទៅទឹកដៃគូគឺមានចំណុចខ្វះខាតបន្តិចបន្តួចម្យ៉ាងទៀតក្រដាសខ្វិនដែលប្រើសម្រាប់គំនូរនេះក៏មិនមែនជារបស់សម័យរាជវង្សមីងដែរមានរឿងអីទៅលីវឈិនតើអញបានទិញវត្ថុបុរាណទី1ចាយលុយច្រើនពេកមែនទេបណ្ដាលឲ្យគ្មានលុយដើម្បីទិញរបស់របរនៅពេលក្រោយទៀតអាយ៉ាខ្ញុំក៏អាណិតអញដែរអញបែរជាចាញ់ខ្ញុំអីចឹងខ្ញុំក៏មានអារម្មណ៍ថាមិនសូវមានគិតយូរដែរនេះជាវត្ថុទី2របស់ខ្ញុំបានទិញវាក្នុងតម្លៃ20,000យ៉នគំនូរភាពរុងរឿងនិរន្តរ៍អូយ៉ាងហោចណាស់ក៏តម្លៃទីផ្សារអាចទាក់ទាញខ្ញុំបានដែរគំនូរអក្សររបស់លោកម្ចាស់ស៊ូនេះពិតជាស្នាដៃពិតរបស់លោកជាងធីងស៊ីមែនខ្ញុំសូមប្រកាសថាវគ្គទី2លោកម្ចាស់ស៊ូជាអ្នកឈ្នះលោកម្ចាស់ស៊ូពិតជាអស្ចារ្យណាស់ពួកអ្នកជំនាញល្ងងខ្លៅពីរអ្នកនេះមិនស្គាល់របស់មានតម្លៃសោះត្រឹមតែប្រើពាក្យសម្ដីអាក្រក់ចាំបន្តិចទៀតទៅខ្ញុំនឹងឲ្យពួកអ្នកដឹងថាគំនូររបស់ខ្ញុំនេះពិតឬខ្លាំងខ្លានឹងមានតម្លៃប៉ុន្មានយល់ព្រមវត្ថុទី3គឺកញ្ចក់សឹងប្រយុទ្ធនាំសំណាងសម័យរាជវង្សថាងផ្ទៃរបស់វាធ្វើពីលង្ហិនផ្ទៃច្រេះមានតិចតួចពណ៌ខៀវជាពណ៌ខៀវខ្នុរពណ៌មាសតំណាងឲ្យភាពសេរីមង្គលការផ្សំគ្នារវាងពណ៌ខៀវនិងមាសពិតជាល្អឥតខ្ចោះតម្លៃទីផ្សារយ៉ាងហោចណាស់ក៏ពី30ទៅ40,000ដែរមែនទេមិនមែនគ្រាន់តែជាកញ្ចក់លង្ហិនចាស់មួយផ្ទាំងទេអីមិនក៏វាមានតម្លៃដល់ទៅពី30ទៅ40,000អីចឹងទៅវិញតម្លៃពី30ទៅ40,000ក៏យ៉ាងមិនដែររបស់ខ្ញុំនេះក៏មិនអន់ជាងរបស់អ្នកដែរចាននេះខ្ញុំបានទិញក្នុងតម្លៃ10,000យ៉នប្រៀបធៀបយ៉ាងណាក៏ថ្លៃជាងកញ្ចក់ទង់ដែងចាស់របស់អ្នកដែរវត្ថុបុរាណរបស់ខ្ញុំគឺខ្ញុំរកបានពីរបស់ចាស់នៅផ្ទះខ្ញុំចង់ឈ្នះអ្នកគឺងាយស្រួលណាស់អ្នកគ្រាន់តែចាំចាញ់ទៅខ្ញុំចង់សួរលោកលីវកញ្ចក់ទង់ដែងដែលលោកទិញតម្លៃប៉ុន្មានអស់15ទិញនៅតុកតាមផ្លូវ15លុយវិធីរបស់អ្នកពិតជាអស្ចារ្យណាស់ទិញបានរបស់តម្លៃប្រហែល40,000ដោយចំណាយត្រឹមតែ15នេះមិនមែនជាសំណាងធ្លាក់ពីលើមេឃទេនេះមិនក៏អាចទៅរួចអាយ៉ាលោកលីវពិតជាពូកែណាស់មិនឆ្ងល់ទេដែលចំណាយ90,000ទៅលើព្រះពុទ្ធរូបនោះអូដូច្នេះអាកំបាំងគឺនៅត្រង់នេះសោះកោតសរសើរអាយ៉ាកោតសរសើរមធ្យោបាយរបស់ខ្ញុំមិនអាចដូចលោកឈឺទេលោកកំឡោះបើខ្ញុំទីមិនខុសទេនោះផ្លូវដែលលោកកំឡោះឈឺបានដើរលេងនោះគឺមានហាងជាច្រើនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រួសារលោកឈឺលោកនិយាយអីទោះបីជាមានហាងរបស់គ្រួសារខ្ញុំតាមមិនទៅលោកអាចទៅសួរបានខ្ញុំឈឺម៉ូធ្វើអ្វីដោយត្រឹមត្រូវនិងច្បាស់លាស់ឯកសារទាំងអស់នៃការទិញគឺនៅទីនេះអ្នកទាំងអស់គ្នាអាចពិនិត្យមើលថាតើខ្ញុំបានខ្លាញ់បន្លំត្រង់ណាខ្លះតើអ្នកបានបន្លំដែរឬទេលោកកំឡោះស៊ូលោកច្បាស់ក្នុងចិត្តខ្លួនឯងហើយលីវចេងទឹកទី3នេះគឺលីវចិនអឹងឥឡូវបន្តទៅទឹកទី4ដើម្បីបង្ហាញត្បូងទឹកនេះខ្ញុំទៅមុន
គួរឲ្យខឹងណាស់គ្មានមួយដុំណាមានពណ៌បៃតងទេហឹមខ្ញុំស៊ូម៉ូមិនឃើញមានត្បូងបៃតងទេអ្នកលីវចេនអ្នកក៏មិនបានត្បូងបៃតងដែរហឹមតើខ្ញុំនឹងបានត្បូងបៃតងដែរទេអ្នកគ្រាន់តែបើកភ្នែកធំមើលខ្ញុំចុះអូព្រះជាម្ចាស់អស្ចារ្យណាស់នេះពិតជាត្បូងរបស់ប្រភេទទឹកកកដែលកម្របានណាស់តម្លៃរាប់លានឯណោះពិតជាមិនគួរឲ្យជឿសោះតើគេធ្វើវាបានដោយរបៀបណាឥឡូវនេះខ្ញុំកាន់តែចាប់អារម្មណ៍នឹងដុំត្បូងផ្លែទឹមចុងក្រោយនោះហើយកាន់តែចាប់អារម្មណ៍ទៅហើយនេះជាផូស៊ីលត្បូងអំពេលឯណោះតម្លៃ3លានលីវចេញឈ្នះទៀតហើយការប្រកួតនេះគឺពិតជាជ័យជំនះដ៏លើសលប់មែនវានឹងទៅជាបែបនេះខ្ញុំបាត់បង់យុវវ័យរបស់ខ្ញុំព្រោះសមុទ្រអ្នកចាញ់ហើយលីវចេញឈ្នះហើយហ៊ានភ្នរត្រូវតែហ៊ានចាញ់ខ្ញុំលែងជាប់ពាក្យជាមួយអ្នកទៀតហើយសៀវអ្នកកាត់អីផ្ទេលុយមកកុំចង់កិច្ចវេះអីមនុស្សច្រើនណាស់កំពុងមើលធ្វើទៅអូមែនហើយលុបចោលខ្ញុំភ្លេចប្រាប់អ្នកគំនូរមុននេះក៏ជារបស់ពិតដែរតម្លៃទីផ្សារ1 ទៅ 2 លានមើលទៅអ្នកជំនាញវាតម្លៃកំណត់ទ្រព្យពីអ្នកដែលអ្នកនាំមកអ្នករៀនធម្មតាណាស់ហើមលីវិចិនអ្នកកំពុងបាច់អំបិលលើមុខរបួសខ្ញុំបាច់ម្ដងហើយនៅចង់បាច់ម្ដងទៀតអ្នកពិតជាអាក្រក់ណាស់ហឹកចេញទៅលីវចិនថ្ងៃនេះពិតជាអរគុណអ្នកណាស់បានជួយខ្ញុំឲ្យរួចផុតពីសមុទ្រសុទ្ធតែជាមិត្តភក្តិគួរតែជួយគ្នាទៅវិញទៅមកលោកគ្រូលីវយប់នេះប្តីប្រពន្ធយើងរៀបចំពិធីជប់លៀងនៅផ្ទះសង្ឃឹមថាអ្នកអាចមកបានម្យ៉ាងវិញទៀតខ្ញុំមានមិត្តភក្តិជិតស្និទ្ធម្នាក់ចង់រំខានលោកជួយការងារមួយជួយវិតម្លៃកំណត់មួយពិតណាស់ខ្ញុំមិនឲ្យលោកជួយទេថ្លៃសេវា2លានមែនទេយប់នេះខ្ញុំនឹងទៅលីងលោកគ្រូមើលវត្ថុបុរាណដែលឯងនិយាយនឹងពេលណាគាត់មកដល់មើលឯងអន្ទះសារម្លេះមួយផ្លែទៀតគាត់មកដល់ហើយខ្ញុំប្រាប់ឯងកុំមើលគាត់ក្មេងសមត្ថភាពមើលវត្ថុបុរាណរបស់គាត់គឺអស្ចារ្យណាស់បើបងស្រីល្អរបស់ខ្ញុំសរសើរគាត់ខ្លាំងយ៉ាងនេះយប់នេះខ្ញុំត្រូវតែជួបគាត់ហើយពេលឯងបានឃើញសមត្ថភាពមើលវត្ថុបុរាណដ៏អស្ចារ្យរបស់លោកលាវអញប្រកាសជាកោតសរសើរគាត់ខ្លាំងណាស់ថែមទាំងអាចលងស្រឡាញ់គាត់ទៀតផងអស្ចារ្យដល់ថ្នាក់ហ្នឹងពិតណាស់លោកគ្រូលាវយូរខ្ញុំសូមណែនាំនេះគឺជាលោកគ្រូមើលវត្ថុបុរាណដ៏ល្បីឈ្មោះលោកលាវឈឿននេះគឺជាមិត្តភក្តិជិតស្និទ្ធរបស់ប្រពន្ធខ្ញុំចៅយូហើយក៏ជាប្រធានក្រុមប្រឹក្សាពិបាលក្រុមហ៊ុនយីហៃផងដែរជំរាបសួរកញ្ញាចៅជំរាបសួរលោកគ្រូលាវលោកលាវលោកធ្វើផ្នែកផ្ទះបាយនិងបន្ទប់ទឹកមែនទេអហអ្នកនាងចៅលើមិត្តជិតស្និទ្ធអ្នកនាងមានវត្ថុស័ក្តិសិទ្ធិមួយដែលត្រូវការឲ្យខ្ញុំយកវាចេញមកឥឡូវនេះទៅខ្ញុំនឹងមើលឲ្យអ្នកនាងចៅអ្នកនាងគួរតែស្ដាប់ពាក្យខ្ញុំបន្តិចគ្រឿងអលង្ការត្បូងនេះអ្នកនាងកុំពាក់វាទៅទៀតបើពាក់យូរទៅវាអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតអីគេនឹងមានគ្រោះថ្នាក់ដល់ជីវិតធ្ងន់ធ្ងរដល់ថ្នាក់នេះលោកប្រហែលជាមិនមែនកំពុងតែបំភ័យខ្ញុំទេមែនទេខ្ញុំបំភ័យអ្នកនាងធ្វើអីថ្មីនេះអ្នកនាងតែងតែយកសពអាក្រក់មែនទេហើយរមួលក្រពើពេញខ្លួនថែមទាំងរងាញាក់សាច់មានអារម្មណ៍ថាខ្សោយកម្លាំងហើយតែងតែដួលសន្លប់លោកដឹងទាំងអស់នេះគ្រឿងអលង្ការត្បូងរបស់អ្នកនាងនេះត្រូវបានគេដាក់ធម្មពលអាក្រក់បើពាក់យូរទៅវាអាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតបើអ្នកនាងចង់បំបត្តិធម្មពលអាក្រក់នេះវិធីតែមួយគត់គឺត្រូវបោះបង់ចោលឬបំផ្លាញវាមិនឆ្ងល់ទេដែលខ្ញុំឃើញយូមានទឹកមុខមិនល្អសោះថ្មីនេះខ្ញុំស្មានតែដោយសារក្រុមហ៊ុនរបស់អ្នករវល់ខ្លាំងដោយសារសម្រាប់មិនបានគ្រប់គ្រាន់ដូច្នេះសោះយូអង្កាំត្បូងនេះឯងបានមកពីណានេះសង្សារខ្ញុំជាអ្នកឲ្យថាគាត់ទៅរកលោកគ្រូសុំមកល្អចំពោះសុខភាពទើបគាត់ឲ្យខ្ញុំឥឡូវគិតទៅគឺខ្លួនឯងទេដែលវេទនាសង្សារឯងនេះចង់ធ្វើបាបឯងហើយខ្ញុំត្រឡប់ទៅវិញត្រូវតែសួរគាត់ធ្វើបែបនេះមានបំណងអ្វីត្រូវតែសួរយូឲ្យបានច្បាស់បើមានគ្រោះថ្នាក់អ្វីចាំតាក់ទងមកពួកយើងរាល់ពេលបើមិនបានលោកគ្រូលីវថ្ងៃនេះទេខ្ញុំស្លាប់ពេលណាក៏មិនដឹងដែរអ្នកបានជួយជីវិតខ្ញុំនឹងផ្ទេរប្រាក់10លានឲ្យអ្នកទុកជាថ្លៃសង្គ្រោះជីវិតអ្នកមិនបាច់គួរសមអីទេវិចិត្របានទទួលប្រាក់10លានហើយអរគុណច្រើនអ្នកនាងចៅសមត្ថភាពរបស់អ្នកក្នុងការវិតម្លៃវត្ថុបុរាណគឺជាអ្វីដែលអនាគតរបស់អ្នកពិតជានឹងភ្លឺស្វាងជាងនេះអញ្ចឹងថ្ងៃនេះប៉ុណ្ណឹងចុះខ្ញុំទៅមុនហើយអ្នកឯងជេរគ្នាទៅលោកឯកអគ្គរីទូតលីវរឿងថ្ងៃនេះអរគុណលោកខ្លាំងណាស់បើមិនដូច្នោះទេគាត់ប្រកាសជាចប់ហើយពេលនេះលោកពិតជាផ្កាយសំណាងរបស់យើងមែនហើយមិនបាច់គួរសមទេចាំខ្ញុំបន្តិចសិនអហោលោកលីនមានការអីលោកលីវលោកយាយខ្ញុំខុសកំណត់2ថ្ងៃទៀតតើលោកអាចទៅផ្សារថ្មីជាមួយខ្ញុំដើម្បីរើសត្បូងបានទេបញ្ហាទេខ្ញុំនឹងទៅឥឡូវខ្ញុំធ្វើម្ហូបល្ងាចនេះមិនដឹងថាល្ងាចនេះសុំទោសខ្ញុំមានការប្រញាប់
បាយអត់ញ៉ាំទេបើមានឱកាសចាំជួបគ្នាទៀតខ្ញុំទៅមុនហើយហេកមើលលោកលីនលោកមើលថាមានរបស់ដែលលោកចង់បានអត់ខ្ញុំជួយមើលឲ្យលោកមើលទៅថ្មឆៃរបស់ខ្ញុំទាំងនេះសុទ្ធតែជាទំនិញគុណភាពខ្ពស់កុំឲ្យឱកាសនេះកន្លងផុតទៅមួយនេះល្អដុំនេះតម្លៃប៉ុន្មាន100000តម្លៃដាច់តែម្ដងបានការ100000ថ្មឆៅនេះពិតជាថ្លៃប៉ុណ្ណឹងមែនទេកុំបារម្ភអីខ្ញុំមើលថ្មឆៅធ្លាប់ចាញ់ឯណាល្អហើយចុះដុំនេះលក់មិនដែរដុំនេះមែនទេដោយសារតែវាជាថ្មឆៅដែលកាត់ពាក់កណ្ដាលរួចហើយខ្ញុំក៏មិនដាក់ថ្លៃខ្ពស់លើលោកដែរលោកមើលជ្រុងនេះប្រកាសជាអាចកាត់បានត្បូងថ្មអីចេះចុះ50000លោកយកវាទៅដុំថ្មនេះខ្ញុំឲ្យ100000ល្អលោកធ្វើអីនឹងថ្មឆៅនេះវាច្បាស់ជាពួកយើងមើលឃើញមុនសោះគ្មានអីទេកុំបារម្ភអីខ្ញុំនឹងដោះស្រាយវាខ្ញុំឲ្យ20000លោកម្ចាស់លោកនៅតែចង់បន្តដេញថ្លៃទៀតទេខ្ញុំឲ្យ3លានអូយឈប់ទៅខ្ញុំគិតថាដុំថ្មឆៅនេះក៏មិនសូវល្អខ្ញុំមិនយកទៀតទេលោកយកវាទៅចុះបើដូច្នោះមែនអញ្ចឹងសូមអរគុណច្រើនហើយលោកម្ចាស់ឲ្យខ្ញុំមកល្អលោកចំណាយ3លានទិញរបស់បែបនេះមិនខ្លាចខាតទេបើអូនជឿជាអីចឹងហើយចុះថ្ងៃនេះអូនគួរតែបើកថ្មនេះនៅចំពោះមុខអ្នកទាំងអស់គ្នាដើម្បីឲ្យអ្នកទាំងអស់គ្នាបានឃើញម្ដងមើលត្រូវហើយឲ្យពួកយើងបានឃើញម្ដងមើលតើវាជារបស់ល្អអ្វីទៅខ្ញុំមើលទៅថ្មនេះវាមិនល្អប៉ុន្មានទេមិនស័ក្តិសមនឹង3លានយន្តតតែសោះមើលក្មេងនេះនៅក្មេងខ្ចីណាស់ប្រហែលជាមិនដឹងអីសោះទេពួកឯងនិយាយអីហ្នឹងការទិញលក់គឺគេស្ម័គ្រចិត្តនឹងពន្យល់ឬអត់គឺសិទ្ធិសេរីភាពរបស់គេទេពួកឯងមកនិយាយអីនៅទីនេះមិនអីទេបើអីចឹងហើយអីចឹងកាត់ថ្មនេះទៅនេះខ្ញុំមើលទៅក៏មិនអីប៉ុន្មានដែរមើលពណ៌ត្បូងពេជ្រនេះវាមិនមែនជារបស់មានតម្លៃអីទេលីវចិនពួកយើងពិតជាមិនខាត់ទេអីបងកុំបារម្ភអីជឿបងទៅអូហូឃើញត្បូងហើយល្អមែនស្អាតខ្លាំងណាស់ប្អូនខ្ញុំមាននិស្ស័យជាមួយថ្មដុំនេះលក់ឲ្យខ្ញុំ4លានបានទេលោកឈិនលោកឈួតហើយមើលទៅថ្មឆៅនេះមិនមានតម្លៃប៉ុណ្ណឹងទេលក់ឲ្យខ្ញុំ20លានទៅរបស់នេះជាអ្វីមិននឹកស្មានថាមានតម្លៃដល់ម្លឹងសោះដោយសារថ្មដុំនេះប្អូនប្រុសតូចនេះជាអ្នកទិញហើយចុះប្អូនប្រាប់អ្នកទាំងអស់គ្នាទៅនៅក្មេងសោះតែមានភ្នែកល្អបែបនេះក្មេងចំនួនក្រោយពិតជាខ្លាំងមែនត្បូងដុំនេះជាត្បូងកែវដែល100ឆ្នាំទើបបានឃើញម្ដងត្បូងកែវចំណែកត្បូងដុំនេះវិញចាំបន្តិចមើលទៅត្រូវហើយនេះជាត្បូងពេជ្រប្រភេទរណ្ដៅចាស់ជាងនេះទៅទៀតត្បូងពេជ្រនេះក៏មកឃើញណាស់ដូចជាពណ៌ទឹកក្រូចសឹកបែបនេះគឺក៏មកឃើញជាងនេះទៅទៀត100ឆ្នាំទើបបានឃើញម្ដងអញ្ចឹងសោះថ្ងៃនេះពិតជាបានបើកភ្នែកមែនអញ្ចឹងខ្ញុំនឹងឲ្យប្អូន30លានខ្ញុំនឹងទិញដាច់វា30លាន30លានឯណោះអញ្ចឹង30លានក៏30លានទៅចាត់ទុកថាបានធ្វើមិត្តជាមួយលោកម្ចាស់ឈិនបានទទួលប្រាក់30លានយន់ហើយខ្ញុំដឹងថាមិញគួរតែសុំច្រើនជាងនេះបន្តិចខ្ញុំក៏មិនខាតច្រើនម្ល៉េះដែរមិននឹកស្មានថាមកជាមួយលោកលីនមើលត្បូងថ្មសោះស្រាប់តែរកបាន30លានសំណាងល្អមកដល់ហើយទុកក៏ទុកមិនចប់ដែរប្អូនប្រុសនៅខាងមុខមានការដេញថ្លៃថ្មដ៏ប្រណីតមួយប្អូនចង់ទៅជាមួយខ្ញុំមើលការកំសាន្តទេការដេញថ្លៃថ្មបានហើយអញ្ចឹងទៅមើលទៅល្អហើយមកតោះទៅសម័យកាលកាន់តែជឿនលឿនបច្ចេកវិទ្យាកាន់តែទំនើបលេសុតក៏លាបសបានជាមួយលេយ៉ាសាកាគឺជាលេសុតដំបូងគេបង្អស់ដែលមានកម្រិតសខ្ពស់ជាងលេសុតទូទៅគុណនឹង20ស្បែកខ្មៅលាបលេច្រើនហើយតែមិនសមែនទេមិនចង់ប្រើជាមួយនឹងលេលាយបងប្អូនអាចជ្រើសរើសជាមួយនឹងលេសុតយ៉ាសាកាបានធានាថាស្បែកសទន់ភ្លឺថ្លាម៉ត់រលោងលឿនតែម្ដងស្បែកសស្អាតពិតៗជាពិសេសព្យាបាលស្បែកខូចស្ដើងសង្វារបានយ៉ាងឆាប់រហ័សជាមួយលេយ៉ាសាកាផ្ទុះ feedback ខ្លាំងៗមានអតិថិជនរាប់ពាន់រាប់ម៉ឺននាក់គ្រប់ទិសទីគ្រប់តំបន់ដែលប្រើហើយទទួលបានស្បែកសស្អាតហើយមានសុខភាពល្អ feedback បញ្ជាក់ច្បាស់ស្បែកសបែបក្រាស់ៗចិញ្ចឹមបំពន់ព្យាបាលស្បែកខូចស្ដើងសង្វារឲ្យសស្អាតគង់វង្សយូរអង្វែងទំនាក់ទំនងទិញតាមទីផ្សារទូទាំងប្រទេសឬ page CEO Yasaka